ស្ដីមកបងទាំងអស់គ្នាជួបគ្នាម្ដងទៀតជាមួយនឹងសាច់រឿង Emperor's Domination ឬដែនដីនៃអធិរាជអមតៈរដូវកាលទី1តែមុននឹងបន្តដល់សាច់រឿងរបស់យើងនាំអារម្មណ៍បងប្អូនអ្នកកូននិយមគ្រប់គ្នាមកជួបជាមួយនឹងម្ចាស់ឧបត្ថម្ភធំក្នុងវីដេអូរបស់ពួកយើងជាមុនសិនចឹងនឹងគឺមាន2នាក់ទី1បងប្រុសហុងទី2គឺបងប្រុសមេនហៀងដោយដែលបានដាក់នៅលើអេក្រង់នេះអញ្ចឹងបងប្អូនអ្នកកូននិយមអាចមើលបានចាអរគុណដល់បងប្រុសទាំងពីរជូនពរឲ្យបងទាំងពីរមានសុខភាពល្អសំណាងល្អនិងរកទទួលទានមានបានចំពោះសាច់រឿងរបស់យើងនេះគឺ admin ស្រួលខ្លួនតែបងប្អូនទាំងអស់គ្នាសង្កត់ធ្វើវីដេអូអាចពិបាកស្ដាប់អីចឹងទៅចឹងមកខុសឆ្គងត្រង់ណាគំតាមបងប្អូននេះគាត់និយាយមកជាស្រ័យផងហើយចំពោះបញ្ហាសម្រាប់សាច់រឿងរបស់យើងមួយទៀតហ្នឹងគឺពាក់ព័ន្ធនឹងឈ្មោះអ្នកទាំងអស់គ្នាដោយសារពេលខ្លះវាប្លែកពីរឿងផ្សេងៗចឹងណា admin គឺពិបាកក្នុងការហៅមែនតើដូចជាពាក់ព័ន្ធនឹងច្បាប់គុណធម៌អីចឹងទៅ admin ប្រងហៅថាជាបច្ចេកទេសវិញចឹងណាអត់ចង់ហៅច្បាប់គុណធម៌ទេបងប្អូនយល់ថាមិនដែរមិននឹងចាំជួយ comment ក្នុងវីដេអូនឹងម្នាក់មួយផងអញ្ចឹងតោះកុំឲ្យខាតពេលវេលាយូរទៀតចាប់ផ្ដើមសាច់រឿងជាមួយនឹង admin ទាំងអស់គ្នានៅពេលដែលប្រតិចាទី1បាននិយាយឡើងមកហើយគាត់ក៏បានបញ្ចេញនូវធម៌ពលដ៏ខ្លាំងក្លារបស់គាត់បានធ្វើឲ្យទឹកមុខរបស់ប្រតិចាទាំង4នាក់ហ្នឹងពួកគេពោពេញដោយការភ្ញាក់ផ្អើលហើយពួកគេក៏បានបាត់មាត់ឈឹងទឹកមុខរបស់ខៅសងក៏មានអារម្មណ៍ថាស្ងប់ស្ងាត់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមហិច្ឆតារបស់គាត់ចំពោះតំណែងជាមេបកគឺមិនបានថយចុះនោះទេទោះជាយ៉ាងណាក៏ដោយប្រតិចាទី1មានការបាក់ទឹកចិត្តនិងអាប់អួរដែលធ្វើឲ្យខៅសងមិនបានដាក់គាត់ក្នុងផ្នែកនោះទេយ៉ាងណាមិញគាត់មិនចាំបាច់អាក្រក់ជាងប្រតិចាទី1នោះទេប្រសិនបើពួកគេត្រូវតែបំពេញតំណែងជាម្ចាស់និកាយម្ដងទៀតប្រតិចាទី1គ្មានគីឡូជាមួយនឹងគាត់នោះទេនៅពេលនេះប្រតិចាទី1ស្រាប់តែបង្កប់យុះមួយហើយរឿងនេះបានធ្វើឲ្យខៅសងដឹងម្ដងទៀតថាប្រតិចាទី1នៅតែជាសសរស្តម្ភនៃនិកាយសម្អាតបុរាណនៅទីបញ្ចប់ប្រតិចាសុនដែលជាគ្រូរបស់អ្នកការពារមកជាអ្នកទី1គេដែលបាននិយាយឡើងថាប្រសិនបើបងប្រុសគិតថាលីជាយេស័ក្តិសមទៅនឹងការវឹកហាត់នោះខ្ញុំគ្រប់គ្រងការសម្រេចចិត្តរបស់បងប្រុសចំណេញអ្នកចាស់ទុំទី3ក៏បាននៅស្ងៀមមួយសន្ទុះបន្ទាប់មកគាត់ក៏បានបញ្ចេញនៅទស្សនៈរបស់គាត់ដែរថាប្រសិនបើបងប្រុសពិតជាចង់រៀបចំលីជាយេពិតមែនចូលធ្វើវាទៅខ្ញុំសង្ឃឹមថាគាត់នឹងមិនក្បន់ឈាមបេះដូងរបស់អ្នកនោះទេពាក្យទាំងនេះដោយគ្មានការសង្ស័យទេគឺជាការយល់ព្រមចំពោះប្រតិចាទី1ប្រតិចាទី5ក៏បានគិតផងដែរហើយគាត់ក៏បាននិយាយផងដែរថាលើកនេះខ្ញុំយល់ស្របនឹងការសម្រេចចិត្តរបស់បងប្រុសភ្លាមនោះពួកប្រតិចាទាំង4រុំក៏បានយល់ព្រមទទួលយកការសម្រេចចិត្តនេះការសម្រេចចិត្តនេះត្រូវបានធ្វើឡើងមិនមែនដោយសារគុណសម្បត្តិរបស់លីជាយេនោះទេប៉ុន្តែដោយសារតែប្រតិចាទី1ប្រតិចាទាំង4រូបមានអារម្មណ៍ថាមហិច្ឆតារបស់ប្រតិចាទី1មិនទាន់បានរលាយបាត់ទាំងស្រុងនោះទេពួកគេសង្ឃឹមថាប្រតិចាទី1អាចរែកបន្តនៃនិកាយសម្អាតបុរាណម្ដងទៀតមុននេះខៅសងមានការក្រនីតូចៗជាច្រើននៅក្នុងចិត្តរបស់គាត់ពីរបៀបដែលធ្វើឲ្យលីឈីយេមិនអាចទទួលបានម្សៅរូបរាងកាយស្ដាញ់ទោះជាយ៉ាងណាក៏ដោយការបញ្ច្រាស់ភ្លាមនេះបានធ្វើឲ្យកម្រងការទាំងអស់របស់ខៅសងមិនអាចប្រើប្រាស់បានទេវាធ្វើឲ្យខៅសងភ្ញាក់ផ្អើលហើយគាត់ក៏បានឈរនៅនឹងកន្លែងមិនអាចទទួលយកការពិតបាននោះទេនៅលើកំពូលភ្នំថ្ម10បរិស័ទលីជាយេបានវាយឈ្នះសិស្សទាំង300នាក់អស់រយៈពេលជាង10ថ្ងៃបន្ទាប់មកគាត់បានដាំដុះសិស្សទាំងនោះដោយមិនគិតពីការវឹកហាត់និងបច្ចេកទេសដែលមានបញ្ហានោះទេរហូតមកដល់សប្តាហ៍ថ្ងៃនេះសិស្ស300នាក់នៅកំពូលភ្នំសម្អាតថ្មជឿជាក់លើលីជាយេទាំងពាក្យសម្ដីនិងគំនិតរបស់ពួកគេសម្បីតែលូហ្វឹងហូដែលក្រោយក្រតុំចំពោះលីជាយេក៏ជឿជាក់ទាំងពាក្យសម្ដីនិងគំនិតរបស់គាត់ផងដែរចិនស៊ូប៉ៃបានក្លាយទៅជាសិស្សច្បងក្នុងចំណោមសិស្សទាំង300នាក់អាយុរបស់ស៊ូប៉ៃមិនត្រឹមតែខ្ពស់ជាងលូជាយេបន្តិចប៉ុណ្ណោះទេទោះជាយ៉ាងណាក៏ដោយនាងខ្មាអ៊ីននិងខ្មាគំនិតផ្ទាល់ខ្លួនក្រោមការវឹកហាត់ដូចជាបិសាចក្នុងរយៈពេល10ថ្ងៃចុងក្រោយនេះលីជាយេបានព្យាយាមដោះខាត់ស៊ូប៉ៃមិនត្រឹមតែបច្ចេកទេសដែលមិនទាន់ចប់របស់នាងប៉ុណ្ណោះទេប៉ុន្តែថែមទាំងឆន្ទៈផ្នែកតៅរបស់នាងផងដែរដើម្បីបង្កើនទំនុកចិត្តរបស់នាងថែមទៀតក្នុងមួយប៉ព្រិចភ្នែកកន្លះខែក៏បានកន្លងផុតទៅយ៉ាងលឿនថ្ងៃនេះលីជាយេបានឡើងដល់កំពូលភ្នំតាមពិតទៅលីជាយេមិនបានមកតែម្នាក់ឯងនោះទេអ្នកបម្រើរបស់លីជាយេលែងជាណានហួយរ៉ានទៀតហើយប៉ុន្តែជាលីសួងយ៉ានតាមពិតទៅនេះមិនមែនជាលើកទី1ទេដែលលីសួងយ៉ានបានអមដំណើរលីជាយេមកកាន់កំពូលភ្នំសម្អាតថ្មលើកដំបូងដែលនាងបានទៅទស្សនាមានរលកដ៏ធំមួយនៅក្នុងចំណោមពួកសិស្សទាំង300នាក់យ៉ាងណាមិញចំពោះសិស្សទាំងនេះដែលមិនមែនជាផ្លូវការនៅក្នុងនិកាយសម្អាតបុរាណទេវតាឋានសូដូចជាលីសួងយ៉ានគឺជាអត្តភាពនៅក្នុងរឿងព្រេង
ចំណែកលីស៊ូយ៉ានបានមានការងឿងឆ្ងល់ចំពោះការណែនាំតាមដល់ខុសខើរបស់លីជីយេទោះជាយ៉ាងណាក៏ដោយក្នុងរយៈពេល2-3ថ្ងៃបន្ទាប់នាងបានឃើញលីជីយេចង្អុលបង្ហាញពីចិត្តខ្មៅរបស់ពួកគេដែលបង្ហាញពីបច្ចេកទេសមិនពេញលេញនិងមានចំណុចខ្វះខាតរបស់ពួកសិស្សហើយរឿងនេះបានធ្វើឲ្យបេះដូងរបស់លីស៊ូយ៉ានបានញ័រនាងអាចប្រាប់បានថាដំបងវាយពោះគឺជាកំណត់ទ្រព្យវេទមន្តទោះជាយ៉ាងណាក៏ដោយគ្រាន់តែដំបងវាយពោះវាមិនគ្រប់គ្រាន់សម្រាប់លីជីយេក្នុងការចង្អុលបង្ហាញពីចំណុចខ្វះខាតនៃបច្ចេកទេសជាច្រើនបានត្រឹមត្រូវនោះទេដោយគ្មានការសង្ស័យនោះទេលីជីយេបានយល់ពីសច្ចភាពដ៏ជ្រាលជ្រៅនៅពីក្រោយបច្ចេកទេសនិងវិធីសាស្ត្រទាំងនេះពួកសិស្សនៃកម្ពុជាភ្នំសម្អាតថ្មមិនបានអនុវត្តច្បាប់គុណសម្បត្តិដ៏ឥតខ្ចោះអីនោះទេប៉ុន្តែដើម្បីយល់ពីសច្ចភាពដ៏ជ្រាលជ្រៅច្បាប់គុណសម្បត្តិរាប់សិបនិងយល់ពីសិល្បៈអាថ៌កំបាំងតែនេះគឺជារឿងងាយស្រួលបែបនេះមែនទេលើពីនេះទៅទៀតច្បាប់គុណសម្បត្តិជាមូលដ្ឋានជាច្រើនទាំងនេះបានមកពីដៃរបស់អាត្រិកអមតៈមានរ៉ានច្បាប់គុណសម្បត្តិកាន់តែសាមញ្ញរស្មីក៏កាន់តែអស្ចារ្យការយល់ដឹងពីសច្ចភាពដ៏ជ្រាលជ្រៅពិតជាមិនមែនជារឿងដែលងាយស្រួលនោះទេដោយគ្មានការសង្ស័យនោះទេបច្ចុប្បន្នលីជីយេមិនដែលអនុវត្តច្បាប់គុណសម្បត្តិទាំងនេះទេប៉ុន្តែគាត់បានយល់ពីសច្ចភាពដ៏ជ្រាលជ្រៅនៃបច្ចេកទេសទាំងនេះបាតុភូតបែបនេះត្រូវបានបង្ហាញដោយក្មេងប្រុសអាយុ13ឆ្នាំម្នាក់ដែលមានរូបរាងកាយជាវិតរមែងស្លាមកង់នៃជោគវាសនាជាវិតរមែងស្លាមវាមាននៃជោគវាសនាជាវិតរមែងស្លាមនេះពិតជាមិនអាចនឹកស្មានដល់លីជីយេនៅលើវេទិកាខ្ពស់របស់គាត់បានសម្លឹងមើលទៅកាន់សិស្សផ្សេងទៀតរបស់គាត់ហើយគាត់ក៏បានចាប់ផ្ដើមនិយាយឡើងថាមេរៀនថ្ងៃនេះគឺជាការបង្រៀនអំពីអាថ៌កំបាំងជាមូលដ្ឋាននៃច្បាប់គុណសម្បត្តិរៀងជារង្វង់ត្បូងថ្មនេះគឺជាច្បាប់គុណសម្បត្តិជាមូលដ្ឋានបំផុតមួយនៅក្នុងនិកាយសមាធិបុរាណហើយ1/3នៃសិស្សទាំងអស់អនុវត្តច្បាប់គុណសម្បត្តិមួយនេះប្រសិនបើសិស្សមិនអនុវត្តច្បាប់គុណសម្បត្តិនេះទេពួកគេអាចជ្រើសរើសមិនស្ដាប់បានបច្ចុប្បន្នស៊ូបៃគឺជាមេដឹកនាំនៃពួកសិស្សទាំង300នាក់ភ្លាមនោះនាងបានលើកការប្រកាសរបស់លីជីយេហើយនាងមិនអាចជួយអីបានក្រៅពីឧទានឡើងថាសិស្សច្បងពួកយើងរៀនមេរៀនរបស់ពួកយើងថ្ងៃនេះមិនមែនជាការវាយទេមែនទេលីជីយេបានញញឹមទៅកាន់ស៊ូបៃដោយញញឹមយ៉ាងស្រស់ស្រាយរួចគាត់ក៏បាននិយាយថាអាយ៉ាបូនស្រីរបស់ពួកយើងញៀននឹងត្រូវបានគេវាយមែនទេបើគ្មានការវាយមួយថ្ងៃនោះទេរាងកាយទាំងមូលរបស់អ្នកនឹងមិនស្រួលមែនទេវាសម្ដីរបស់លីជីយេបានធ្វើឲ្យស៊ូបៃមានអារម្មណ៍ថាស្រាវស្រាប់ភ្លាមនាងក៏បានបញ្ញាប់និយាយឡើងថាទេមិនមែនបែបនោះទេមុខរបស់នាងឡើងក្រហមហើយនាងក៏បានងក់ក្បាលបដិសេធភ្លាមតាមពិតទៅនៅពេលដែលលីជីយេបានចាប់ផ្ដើមបង្រៀនសិស្សផ្សេងទៀតក៏មានការរំពឹងទុកផងដែរតាមពិតទៅនៅពេលដែលលីជីយេបានចាប់ផ្ដើមបង្រៀនសិស្សផ្សេងទៀតក៏មានការរំពឹងទុកដែរលីជីយេបានយកឈ្នះពួកគេអស់រយៈពេល10ថ្ងៃចុងក្រោយនេះដូច្នេះពួកគេស្ទើរតែស្ពឹកស្រពន់ទៅនឹងអារម្មណ៍ឈឺចាំនៅពេលដែលការបង្រៀនរបស់គាត់ចាប់ផ្ដើមសិស្សទាំង300នាក់មិនបានចាកចេញពីទីលាននោះទេហើយពួកគេនៅតែស្ដាប់ដោយការភ្ញាក់ផ្អើលបច្ចុប្បន្ននេះសិស្សទាំង300នាក់គឺមានជំនឿយ៉ាងមុតមមទៅលើលីជីយេអាចចង្អុលបង្ហាញពីចំណុចខ្វះខាតនៅក្នុងវិជ្ជាទេសរបស់ពួកគេរួចទៅហើយបច្ចុប្បន្ននេះនៅពេលដែលគាត់កំពុងតែនិយាយអំពីសច្ចភាពដ៏ជ្រាលជ្រៅវាពិតជាអស្ចារ្យដែលមិនអាចប្រៀបផ្ទឹមបានបច្ចុប្បន្នពួកសិស្សបានផ្លេចថាការចូលនិកាយរបស់លីជីយេយឺតជាងពួកគេទេពកោសល្យរបស់គាត់អន់ជាងហើយអាយុរបស់គាត់ក៏ក្មេងជាងពួកគេដែរមុនពេលដែលពួកគេបានដឹងលីជីយេបានក្លាយទៅជាសិស្សច្បងនៅក្នុងចិត្តរបស់ពួកគេជាសិស្សសំខាន់នៃនិកាយសម្អាតធម៌បុរាណនៅពេលដែលលីជីយេបានចាប់ផ្ដើមបង្រៀនសិស្សទាំងអស់ក៏បានចាប់ផ្ដើមធ្វើការកាត់គូភ្លាមហើយពួកគេក៏បានស្ដាប់ដោយក្តីរីករាយយ៉ាងខ្លាំងដោយមិននិយាយពីសិស្ស300នាក់នោះទេសូម្បីតែលីស៊ូងយ៉ាងដែលត្រូវបានគេស្គាល់ថាគឺជាមនុស្សពូកែម្នាក់ដែលបានឈរក្បែរលីជីយេក៏កំពុងស្ដាប់ដោយយកចិត្តទុកដាក់ដែរនាងនឹងមិនគិតពីអ្វីដែលមិនសមហេតុសមផលឡើងវិញក្នុងរយៈពេលជាយូរឡើយច្បាប់គុណសម្បត្តិរៀងត្បូងថ្មគឺជាច្បាប់គុណសម្បត្តិមូលដ្ឋានបំផុតនៃនិកាយសមាធិបុរាណវាអាចចម្រាញ់កង់នៃជីវិតនិងវិមាននៃជោគវាសនាហើយវាជារបស់នៃច្បាប់គុណសម្បត្តិគ្រប់ប្រភេទវាត្រូវបានទទួលស្វាគមន៍យ៉ាងល្អនៅក្នុងនិកាយសមាធិបុរាណតាមពិតទៅច្បាប់គុណសម្បត្តិនេះនៅក្នុងនិកាយមិនត្រូវបានចាត់ទុកថាជាការសម្ងាត់ឬក៏អ្វីផ្សេងទៀតនោះទេសិស្សណាក៏អាចរៀនពីវិធីសាស្ត្រនេះផងដែរសូម្បីតែមនុស្សសាមញ្ញច្បាប់គុណសម្បត្តិប្រភេទនេះនៅក្នុងដែនភូមិភាគខាងកើតក៏មានទូទៅដូចជារោមគោច្បាប់គុណសម្បត្តិប្រភេទនេះចំពោះសិស្សថ្មីនៃនិកាយជាច្រើនត្រូវបានគេមើលងាយថាស្ថិតនៅក្រោមបានតារាងនៃបច្ចេកទេសទាំងអស់
ទោះជាយ៉ាងណាក៏ដោយចំណាប់គុណសម្បត្តិជាមូលដ្ឋានបំផុតនៃសប្តាហ៍នេះដោយដែលលីជាយេបានពោលគឺដូចជាទឹកចំនួននៃផ្កាឋានសួគ៌និងនេតិខេរដូវពណ៌មាសហូរចេញពីផែនដីលីជាយេបានបន្តនិយាយដោយប្រើភាពសាមញ្ញដើម្បីដោះស្រាយនៅបញ្ហាស្មុគស្មាញនិងពន្លឺរាក់ៗដើម្បីចូលទៅក្នុងភាពជ្រៅងងឹងពីមាត់របស់គាត់សេចក្តីពិតដ៏ជ្រាលជ្រៅបានលេចចេញទៅជាទម្រង់ពាក្យសម្ដីនេះបានធ្វើឲ្យអ្នកស្ដាប់ហាក់ដូចជាកំពុងតែស្រវឹងប្រសិនបើមានមនុស្សម្នាក់ដែលនៅតែបង្ហាញស្មារតីទាំងស្រុងចំពោះអ្វីដែលនៅពីក្រោយមេរៀនមួយនេះពួកគេនឹងឆ្ងល់ថាតើនេះគឺជាច្បាប់គុណសម្បត្តិជាមូលដ្ឋានប៉ុណ្ណោះឬអត់ច្បាប់គុណសម្បត្តិរៀងត្បូងថ្មក្រោមការនិយាយរបស់លីជាយេបានក្លាយទៅជាគោលការណ៍ណែនាំប្រកបនៃការវឹកហាត់តាមពិតទៅច្បាប់គុណសម្បត្តិរៀងត្បូងថ្មគឺជាគោលការណ៍ណែនាំប្រកបនៃច្បាប់គុណធម៌ទោះបីជាវារដប់ក៏ដោយវានៅតែមានឈាមនិងគំនិតរបស់មនុស្សជាតិនៅក្នុងផ្លូវដ៏វែងឆ្ងាយដែលបានស្វែងរកតាវដ៏អស្ចារ្យច្បាប់គុណសម្បត្តិត្រូវបានទទួលមរតកតាំងពីសម័យស្ងាត់ជ្រងំនៅក្នុងកំឡុងពេលសម័យនោះពូជសាសន៍ទាំង 10000 កំពុងតែព្យាយាមស្វែងរកតាវដ៏អស្ចារ្យអានិយាយបានថាច្បាប់គុណសម្បត្តិរៀងត្បូងថ្មគឺជាច្បាប់គុណសម្បត្តិដំបូងគេដែលពួកអមតៈជាច្រើនបានចាប់ផ្ដើមពេលដែលលីជាយេបានបង្រៀនចំសិស្សជាច្រើននៅតែមិនទាន់ដឹងខ្លួនឡើងវិញអស់រយៈពេលជាយូរលីស៊ូយ៉ាងគឺជានីតិមួយគេដែលមានស្មារតីឡើងវិញហើយនឹងក៏បានញ័រដោយការភ្ញាក់ផ្អើលលីស៊ូយ៉ាងបានសម្លឹងមើលទៅកាន់លីជាយេដោយការភ្ញាក់ផ្អើលច្បាប់គុណសម្បត្តិរៀងត្បូងថ្មដែលជាច្បាប់គុណសម្បត្តិធម្មតាដែលមិនអាចធម្មតាជាងនេះបានទៀតនាងបានអានវាជាច្រើនដងរួចមកហើយសម្រាប់មនុស្សឆ្លាតដូចនាងច្បាប់គុណសម្បត្តិជាមូលដ្ឋានគ្រឹះមួយនេះនាងគ្រាន់តែត្រូវអានវាម្ដងប៉ុណ្ណោះដើម្បីយល់ពីសច្ចភាពដ៏ជ្រាលជ្រៅនៅខាងក្នុងទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីបានស្ដាប់ការបង្រៀនរបស់លីជាយេនាងបានគិតភ្លាមៗថាការយល់ដឹងរបស់នាងអំពីច្បាប់គុណសម្បត្តិនេះកាលពីពេលមុនគឺគ្រាន់តែរាក់ៗប៉ុណ្ណោះក្រុមការបង្រៀនរបស់លីជាយេច្បាប់គុណសម្បត្តិមួយនេះបានក្លាយទៅជាគោលការណ៍ទូទៅនៃតាវសច្ចភាពដ៏ជ្រាលជ្រៅទាំងនេះការយល់ដឹងទាំងនេះមិនអាចស្រមៃបាននោះទេសូម្បីតែគ្រូរបស់នាងដែលជាស្រេចដោយសាច់លុនរីក៏មិនអាចផ្សព្វផ្សាយសច្ចភាពដ៏អាចកំបាំងបែបនេះបានផងដែរលើពីនេះទៅទៀតសច្ចភាពនេះរបស់លីជាយេមិនមែនជារឿងរឹងរូសនិងមិនអាចបត់បែនបាននោះទេសច្ចភាពទាំងនេះគឺច្បាប់គុណសម្បត្តិមួយនេះតាមពាក្យរបស់លីជាយេហាក់ដូចជានិយាយថាគាត់គឺជាគ្រូនៃច្បាប់គុណសម្បត្តិនេះរួចទៅហើយការបង្រៀនពីតារបស់លីជាយេបានធ្វើឲ្យលីស៊ូយ៉ានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងគ្រាន់តែច្បាប់គុណសម្បត្តិរៀងត្បូងថ្មតែមួយមុខគុណគឺគ្រប់គ្រាន់សម្រាប់នាងដើម្បីមានអារម្មណ៍ថាវាមិនអាចទៅរួចក្រោយមកលីជាយេបានចាប់ផ្ដើមផ្សព្វផ្សាយច្បាប់គុណសម្បត្តិជាមូលដ្ឋានផ្សេងទៀតនៃនិកាយសមាធិបុរាណគាត់បាននិយាយជាបន្តបន្ទាប់ហើយដូចជាគាត់បានទន្ទឹងចាំវានៅលើបាតដៃរបស់គាត់ពីរាក់ទៅជ្រៅពីសាមញ្ញទៅស្មុគស្មាញវាអស្ចារ្យដែលមិនអាចពិពណ៌នាបានដូចជាទឹកចំនួននៃផ្កាឋានសួគ៌និងនេតិខេរដូវពណ៌មាសដែលហូរចេញពីភពផែនដីអញ្ចឹងនៅពេលដែលលីស៊ូយ៉ានបានស្ដាប់ការណែនាំរបស់លីជាយេកាន់តែច្រើននាងកាន់តែភ្ញាក់ផ្អើលនិងជក់ចិត្តហើយបន្តមកទៀតនឹងបន្តពីលីជាយេបាននិយាយចប់រួចរាល់គាត់ក៏បានហៅសិស្សដើម្បីពិនិត្យមើលមូលដ្ឋានគ្រឹះរបស់ពួកគេម្ដងម្នាក់ក្នុងកំឡុងពេលពិនិត្យរបស់លីជាយេលូហ្វឹងហួរគឺជាសិស្សដែលនាំមុខគេបំផុតជាសិស្សដំបូងគេដែលបានលេចធ្លោជាងគេគាត់បានផ្លាស់ប្ដូរយ៉ាងខ្លាំងពីមុនអ្នកដែលមើលងាយលីជាយេគឺជាគាត់ហើយអ្នកដែលប្រឆាំងលីជាយេក៏ជាគាត់ដែរទោះជាយ៉ាងណាក៏ដោយបច្ចុប្បន្នគឺគាត់គឺជាអ្នកដែលកោតសរសើរខ្លាំងបំផុតចំពោះលីជាយេមេក្រុមចូលបានបង្រៀនតាវដល់គាត់អស់រយៈពេលជាច្រើនឆ្នាំប៉ុន្តែវាមិនស្មើនឹងការណែនាំតាវរបស់លីជាយេក្នុងរយៈពេលតែពី3ថ្ងៃប៉ុណ្ណោះទេដោយមានគម្រាមច្បាស់លាស់បែបនេះមនុស្សដែលមានទេពកោសល្យដូចជាលូហ្វឹងហួរបានយល់ដោយធម្មជាតិថាអ្នកណាគឺជាគ្រូពិតប្រាកដគាត់មិនមែនជាមនុស្សល្ងងនោះទេក្រោមការបញ្ជារបស់លីជាយេលូហ្វឹងហួរបានបណ្ដែតនៅកង់នៃជីវិតរបស់គាត់និងវិមាននៃជោគវាសនារបស់គាត់ឡើងគាត់បានធ្វើឲ្យច្បាប់គុណសម្បត្តិនៃវិមាននៃជោគវាសនានិងកង់នៃជីវិតរបស់គាត់សកម្មដើម្បីឲ្យលីជាយេអាចពិនិត្យមើលពួកវាបានយ៉ាងហ្មត់ចត់បន្ទាប់មកគាត់ក៏បាននិយាយថាអ្នកបានវឹកហាត់យ៉ាងហ្មត់ចត់មូលដ្ឋានគ្រឹះតាវគ្មានចំណុចខ្វះខាតនោះទេទោះជាយ៉ាងណាក៏ដោយអ្នកមានការថប់បារម្ភខ្លាំងពេកជាមួយនឹងការឡើងឋានៈនៅពេលខាងមុខកំខឹងសម្បានិងអន្តរសាពេកអីការកែលម្អមួយជំហានម្ដងមិនមែនជារឿងដែលអាក្រក់នោះទេកុំមើលឃើញតែចំណាត់ថ្នាក់នៃការវឹកហាត់ឆ្ពោះទៅខាងមុខព្រោះអ្នកត្រូវតែមានចក្ខុវិស័យសម្រាប់ពេលអនាគតលីជាយេមានការចាប់អារម្មណ៍យ៉ាងខ្លាំង
ចំពោះលូហ្វឹងហួរព្រោះគាត់ពិតជាមានទេពកោសល្យមួយចំនួនបន្ទាប់ពីបានស្នាប់ទស្សនៈរបស់លីជាយេលូហ្វឹងហួរក៏បានដើរថយក្រោយដោយក្តីរីករាយអញ្ចឹងនៅពេលបន្តទៀតនឹងលីជាយេក៏បានពិនិត្យមើលរូបរាងកាយរបស់ពួកសិស្សម្ដងហើយម្ដងទៀតហើយបន្ទាប់ពីបានមើលរួចរាល់គាត់ក៏បានផ្ដល់ជាដំបូន្មានទៅកាន់ពួកគេម្ដងម្នាក់លីស៊ូយ៉ាននៅតែនៅក្បែរលីជាយេដោយនៅជាមួយគាត់ហើយនៅតែបន្តភ្ញាក់ផ្អើលជាមួយនឹងការណែនាំរបស់គាត់សមិទ្ធផលបច្ចុប្បន្នរបស់លីជាយេបានរញនាងទៅកាន់ទ្វារផ្សេងទៀតពីមុននៅពេលដែលលីជាយេកំពុងតែផ្សព្វផ្សាយតោនឹងបានសន្មតថាការយល់ដឹងពីតោរបស់លីជាយេគឺហួសពីការយល់ដឹងទោះជាយ៉ាងណាក៏ដោយជាមួយនឹងការបញ្យល់បច្ចុប្បន្នរបស់លីជាយេសម្រាប់ការដាំដុះតោនេះគឺនៅក្រៅពីវិសាលភាពនៃការយល់ដឹងអំពីវិធីសាស្ត្រដាំដុះបញ្ហានេះវាមិនមែនជាបញ្ហាថាទេពកោសល្យនិងសមត្ថភាពរបស់មនុស្សម្នាក់ខ្ពស់ប៉ុណ្ណានោះទេព្រោះមនុស្សម្នាក់មិនអាចត្រូវបានបំភ្លឺដោយការបញ្យល់បែបនេះបាននោះទេការបញ្យល់ទាំងនេះត្រូវបានប្រមូលផ្ដុំតាមពេលវេលាប្រមូលផ្ដុំតាមខែនិងឆ្នាំការបញ្យល់ទាំងនេះមានតែអ្នកដែលបានចូលជ្រៅដើរលើផ្លូវតោដ៏អស្ចារ្យទេដែលអាចប្រមូលផ្ដុំវាបានប្រសិនបើមាននរណាគេម្នាក់និយាយថាគ្រូរបស់នាងគឺជាស្ដេចបិសាចលុនរីនឹងមានចំណេះដឹងទាំងនេះនាងនឹងមិនភ្ញាក់ផ្អើលពេកនោះទេព្រោះរហូតមកដល់សប្តាហ៍ថ្ងៃនេះគ្រូរបស់នាងបានជួបប្រទះជាមួយនឹងការកិននិងការរួមបញ្ចូលរាប់មិនអស់ទាក់ទងទៅនឹងការដាំដុះការយល់ដឹងរបស់គាត់ពិតជាជ្រាលជ្រៅទោះជាយ៉ាងណាក៏ដោយរឿងដែលមិនអាចយល់បាននោះគឺថាលីជាយេមានអាយុត្រឹមតែ13ឆ្នាំឬក៏14ឆ្នាំប៉ុណ្ណោះនៅពេលនេះលីជាយេនិងតម្រង់ដ៏ប៉ិនប្រសប់របស់គាត់បានធ្វើឲ្យលីស៊ូងយ៉ានសួរថាតើនេះជាលើកទី1ដែលគាត់បានវឹកហាត់ឬអន់ដើរថយក្រោយ10000ជំហានទោះបីជានេះមិនមែនជាលើកទី1របស់លីជាយេក្នុងការវឹកហាត់ក៏ដោយក្នុងនាមជាក្មេងអាយុ13ឬ14ឆ្នាំតើចំណេះដឹងរបស់គាត់អាចជ្រាលជ្រៅបែបនេះដោយរបៀបណាការទៅកាន់ការបរៀនរបស់លីជាយេវិញអ្នកចុងក្រោយដែលបានបោះជំហានទៅមុខសម្រាប់ការតេស្តសាកល្បងនេះគឺជាចាងយូបានបោះជំហានទៅមុខហើយគាត់មិនអាចទប់ដៃរបស់គាត់មិនឲ្យដាក់ចូលគ្នាបាននោះទេសម្លេងរបស់គាត់ស្រទន់ណាស់ហើយគាត់ក៏បានសួរថាសិស្សច្បងតើកន្លែងវឹកហាត់របស់ខ្ញុំមានបញ្ហាដែរទេពេលវេលាចាប់តាំងពីចាងយូចូលរួមជាមួយនឹងនិកាយគឺយូរជាងក្រុមរបស់លូហ្វឹងហួរមនុស្សម្នាក់ថែមទាំងអនិយាយបានថាចាងយូគឺជាសិស្សម្នាក់ក្នុងចំណោមសិស្សដែលចូលមកកាន់និកាយយូរជាងគេអាយុរបស់គាត់ខ្ពស់ណាស់ទោះជាយ៉ាងណាក៏ដោយគ្មាននរណាម្នាក់ដឹងថាហេតុអ្វីបានជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះការវឹកហាត់របស់គាត់នៅតែមិនបានកើនឡើងនោះទេនេះមិនមែនដោយសារតែចាងយូមិនបានព្យាយាមនោះទេផ្ទុយទៅវិញចាងយូគឺជាសិស្សម្នាក់ក្នុងចំណោមសិស្សដែលខិតខំប្រឹងប្រែងនិងឧស្សាហ៍ព្យាយាមបំផុតប៉ុន្តែទោះជាយ៉ាងណាក៏ដោយការវឹកហាត់របស់គាត់តែងតែនៅក្រោយគេជានិញចាងយូគឺជាប្រភេទមនុស្សដែលមិនសូវនិយាយច្រើននៅពេលដែលការវឹកហាត់របស់គាត់កាន់តែពិបាកក្នុងការបង្កើនសម្បីតែពាក់កណ្ដាលជំហានក៏ដោយគាត់កាន់តែស្ងប់ស្ងាត់ដោយនិយាយតិចជាងមុនសិស្សជាច្រើននៅក្នុងកំពូលភ្នំសម្អាតថ្មគិតថាទេពកោសល្យរបស់គាត់មិនល្អនោះទេហើយសម្បីតែមេដឹកនាំក្រុមចូលក៏បានគិតបែបនេះផងដែរនេះជាមូលហេតុដែលមេដឹកនាំក្រុមចូលមិនអើពើជាមួយគាត់ក្នុងកំឡុងពេលនៃការបង្រៀនតើមិនបានសួរអំពីការវឹកហាត់របស់គាត់ហើយទុកឲ្យគាត់រស់នៅនិងស្លាប់ដោយខ្លួនឯងនៅពេលដែលចាងយូបានបញ្ចេញនៅវិមានជោវាសនានិងកង់នៃជីវិតរបស់គាត់លីជាយេក៏បានពិនិត្យមើលស្ថានភាពរបស់ចាងយូក៏មិនអាចជួយឲ្យបានក្រៅពីផ្លាស់ប្ដូរទឹកមុខរបស់គាត់ក៏សម្លឹងមើលចាងយូហើយនិយាយឡើងថាហេតុអ្វីបានជាអ្នកអនុវត្តច្បាប់គុណធម៌ទឹកអាយុវែងបែបនេះច្បាប់កង់នៃជីវិតប្រភេទនេះតើអ្នកគឺជាអ្នកជ្រើសរើសវាមែនទេចាងយូបានកោក្បាលរបស់គាត់រួចក៏បាននិយាយថាខ្ញុំប្រធានក្រុមចូលបាននិយាយថាខ្ញុំមានរូបរាងកាយហួធានដែលជារូបរាងកាយគោតឹងដូច្នេះគាត់បានជ្រើសរើសយកច្បាប់ទឹកអាយុវែងហើយគាត់បាននិយាយថាវានឹងបង្ហាញពីភាពស្និទ្ធស្នាលនៃធម៌ពលទឹកនៃឈាមលីជាយេបានជ្រួញចិញ្ចាំយ៉ាងត្រជាក់នៅពេលដែលគាត់និយាយថាគាត់មិនស្គាល់ពីទិសខាងកើតនិងទិសខាងលិចនោះទេហើយគាត់ក៏បានតទៀតថាវារារាំងការរីកចម្រើនរបស់សិស្សរូបរាងកាយហួធានគឺមិនខុសនោះទេប៉ុន្តែនេះមិនមែនជារូបរាងកាយគោទឹកនោះទេអ្នកមានរូបរាងកាយគោនៃភាពវឹកវរប្រភពណាមរូបរាងកាយហួធានមិនដូចជារូបរាងកាយសៀវធានឬរូបរាងកាយមនុស្សនោះទេព្រោះវាអាចคล้ายទៅជារូបរាងកាយស្ដេចរូបរាងកាយបរិសុទ្ធឬរូបរាងកាយអមតៈបានទោះបីជាវាមិនអាចកើនឡើងឋានៈក៏ដោយ
នេះមិនមែនមានន័យថារូបរាងកាយហួរធាននឹងខ្សោយនោះទេដោយឃើញពីប្រតិកម្មរបស់គាត់ចាំងយូស្ថិតនៅក្នុងភាពសប្បាយសប្បាយក៏មិនអាចជួយឲ្យបានក្រៅពីសួរឡើងថារូបរាងកាយគោតឹងនៃភាពវឹកវរមែនទេនៅទីនោះមានរូបរាងកាយបែបនេះមែនទេលីជាយេបាននិយាយដោយប្រងើយកន្តៃឡើងថាប៉ុណ្ណាគឺមានរូបរាងកាយរបស់អ្នកគឺជាវានឹងហើយតាមពិតទៅរូបរាងកាយភាពវឹកវរគឺពិតជាកម្រមានណាស់ហើយមានការប្រើប្រាស់ជាច្រើនសម្រាប់រូបរាងកាយមួយនេះលីជាយេបានសំណឹងមើលគាត់ម្ដងហើយក៏បាននិយាយថាអ្នកបានអនុវត្តច្បាប់អាយុវែងខុសប្រសិនបើអ្នកបន្តទៅមុខទៀតអ្នកនឹងគ្មានការរីកចម្រើនសូម្បីតែពេលកណ្ដាលជំហាននោះទេមុខរបស់ចាំងយូប្រែជាស្លេកស្លាំងហើយគាត់ពោពេញដោយការភ័យខ្លាចដោយមិនដឹងថាត្រូវធ្វើអ្វីនោះទេនៅពេលនេះនៅពេលដែលគាត់បានសួរថាបើអញ្ចឹងតើខ្ញុំគួរតែធ្វើអីលីជាយេក៏បានឆ្លើយតបថារុះរើអ្វីៗទាំងអស់ហើយសាងសង់វាឡើងវិញម្ដងទៀតអនុវត្តច្បាប់គុណសម្បត្តិរៀងត្បូងថ្មច្បាប់គុណសម្បត្តិនេះទន់ភ្លន់ហើយវាគឺជាច្បាប់គុណសម្បត្តិជាមូលដ្ឋានបំផុតវានឹងពង្រឹងកង់នៃជីវិតវាមានន័យចូលវាសនានិងរូបរាងកាយច្បាប់គុណសម្បត្តិនេះស័ក្តិសមបំផុតសម្រាប់អ្នកចាំងយូបានលោតឡើងដោយភាពភ័យខ្លាចហើយគាត់ក៏បាននិយាយយ៉ាងរហ័សថាទោះជាយ៉ាងណាក៏ដោយការវិតម្លៃនេះគឺមានរយៈពេលតិចជាង1ឆ្នាំទៀតលីជាយេបានសំឡេងមើលគាត់ម្ដងហើយគាត់ក៏បានឆ្លើយតបដោយស្ងប់ស្ងាត់ថាតើការវិតម្លៃមួយនេះសំខាន់ឬក៏ផ្លូវទៅអនាគតរបស់អ្នកសំខាន់ជាងប្រសិនបើអ្នកមិនជាប់ការវិតម្លៃនោះទេអ្នកអាចព្យាយាមធ្វើតែម្ដងទៀតបានបន្ទាប់ពី10ឆ្នាំទៀតប្រសិនបើអ្នកចង់រុះរើគ្រីស្តាល់របស់អ្នកដើម្បីសាងសង់វាឡើងវិញខ្ញុំខ្លាចថាអ្នកនឹងខ្ជិះខ្ជាយពេលវេលាដ៏ល្អបំផុតរបស់អ្នកវាជាការល្អបំផុតក្នុងការកាត់វាដោយប្រុងប្រយ័ត្នអំពីរឿងនេះនៅពេលនេះសិស្សជាច្រើនបានសំណឹងមើលទៅកាន់ចាំងយូដោយក្តីអាណិតអាសូរគាត់បានវឹកហាត់យ៉ាងលំបាកអស់រយៈពេល5ឆ្នាំហើយនៅពេលនេះគាត់ត្រូវរុះរើអ្វីៗទាំងអស់ចេញហើយសាងសង់វាឡើងវិញនេះជាបញ្ហាដែលពិបាកក្នុងការទទួលយកសម្រាប់នរណាគេម្នាក់ដូចនេះឈាមនឹងទឹកភ្នែកក្នុងរយៈពេល5ឆ្នាំគឺត្រូវបានខ្ជិះខ្ជាយទាំងស្រុងសម្រាប់មនុស្សជាច្រើនពួកគេមិនចង់បំបែកហើយសាងសង់គ្រឹះឡើងវិញនោះទេប្រសិនបើពួកគេខកខាននៅការវិតម្លៃមួយនេះពួកគេនឹងត្រូវរងចាំ5ឆ្នាំទៀតមិនមែនគ្រប់គ្នាសុទ្ធតែមានឆន្ទៈក្នុងការរងចាំនោះទេមករបស់ចាំងយូពេលខ្លះសហើយពេលខ្លះមានពណ៌បៃតងមានចំណុចស្មុគស្មាញសំខាន់ជាច្រើនគាត់បានយល់ពីរឿងនេះយើងនឹងឈានរយៈពេល5ឆ្នាំត្រូវបានបំផ្លាញភ្លាមដោយសារគាត់បានជែកជេរពេលវេលាវឹកហាត់អស់រយៈពេល5ឆ្នាំមកនេះអញ្ចឹងនៅពេលបន្តទៀតហ្នឹងលីជាយេក៏បានឲ្យគាត់ក៏បានច្បាស់លាស់ជាមុនសិនមុននឹងគាត់សម្រេចចិនលីជាយេទៅតែនិយាយចំមុនពេលដែលចាំងយូបានខំថ្មិញរួចក៏បាននិយាយយ៉ាងម៉ឺងម៉ាត់ដោយការតាំងចិត្តឡើងថាខ្ញុំនឹងបំផ្លាញខ្ញុំនឹងអនុវត្តច្បាប់គុណសម្បត្តិរៀងត្បូងថ្មលីជាយេគ្រាន់តែងក់ក្បាលហើយគាត់មិនបាននិយាយពីអ្វីផ្សេងទៀតនោះទេគាត់បានប្រាប់លីសួងយ៉ានដែលកំពុងឈរក្បែរគាត់ថាបំផ្លាញការវឹកហាត់របស់គាត់ទៅគាត់នឹងចាប់ផ្ដើមម្ដងទៀតតាក់ទងទៅនឹងលីជាយេលីសួងយ៉ានបច្ចុប្បន្នគឺគ្មានការស្ទាក់ស្ទើរបន្តិចសោះនាងក៏បានចាប់វិធានការភ្លាមនៅទីបំផុតលីជាយេបានពិនិត្យមើលការដាំដុះសិស្សចប់សពក្រុមអានិយាយបានថាសិស្សភាគច្រើនមិនមានចំណុចខ្វះខាតធំដុំនោះទេចំណុចខ្វះខាតធំតែមួយគត់គឺស្ថានភាពធ្ងន់ធ្ងររបស់ចាំងយូហើយនៅពេលបន្តទៀតនឹងលីជាយេក៏បានប្រាប់ពួកគេថាចាប់ពីពេលនេះតទៅគាត់នឹងឲ្យពួកគេដាំដុះដោយខ្លួនឯងជាការប៉ុណ្ណាបើសិនជាមាននរណាម្នាក់មានចម្ងល់ត្រង់ណាមួយពួកគេអាចសួរគាត់បានគ្រប់ពេលអញ្ចឹងបន្ទាប់ពីបានលេងដៃរួចរាល់លីជាយេក៏បានចាប់ផ្ដើមផ្ដោតលើការវឹកហាត់តខ្លួនរបស់គាត់តាមពិតទៅដោយសារតែការណែនាំពីតៅឲ្យសិស្សនៃកំពូលភ្នំសម្អាតថ្មលីជាយេពិតជាបានបន្ថយល្បឿននៃការវឹកហាត់របស់គាត់បច្ចុប្បន្នលីជាយេស្ថិតនៅក្នុងកម្រិតប្រមូលផ្ដុំរាងកាយឬក៏ជាកម្រិតទី3នឹងឯងហើយនៅក្នុងដំណាក់កាលទី1លើពីនេះដំណាក់កាលទី1របស់គាត់បានឈានដល់ភាពឥតខ្ចោះរួចទៅហើយនៅពេលដែលគាត់បោះចំហៀនឆ្ពោះទៅកាន់ដំណាក់កាលទី2ចំពោះលីជាយេនេះគឺជាពេលវេលាដ៏ល្អដើម្បីពង្រឹងរាងកាយរបស់គាត់ម្ដងទៀតនៅពេលនេះលីជាយេបានយកប្រអប់ត្បូងថ្មពីបារាំងមួយចេញមកប្រសិនបើលីស៊ុងយ៉ាននៅទីនេះប្រហែលជានាងអាចស្គាល់ពីប្រអប់ត្បូងថ្មពីបារាំងនេះបាននេះគឺជាប្រអប់ពីបុរាណដែលបានយកចេញពីរូងភ្នំបរិសុទ្ធនៃច្រកទ្វារបិសាចទាំង9តាមពិតទៅពួកព្រឹទ្ធាចារ្យនៃច្រកទ្វារបិសាចទាំង9ក៏ដូចជាស្រេចបិសាចអលុនរីមិនបានដឹងថាមានអ្វីនៅក្នុងប្រអប់ពីបុរាណនោះទេប្រហែលជាសម្បីតែស្រេចបិសាចអលុនរីក៏មានអារម្មណ៍ថាចម្លែកដែរដែលលីជាយេមិនបានជ្រើសរើសកំណត់ទ្រព្យជីវិនអតិរិយអមតៈ
ប៉ុន្តែបានជ្រើសរើសប្រពបុរាណដែលគ្មានឈ្មោះនៃចំនួនវិញតើមានអ្វីនៅខាងក្នុងជាគោលការណ៍នៅពេលដែលសិស្សម្នាក់បានឈានដល់កម្រិតប្រមូលផ្ដុំរាងកាយឬក៏ជាកម្រិតទី3នឹងឯងដោយឈានដល់ដំណាក់កាលទី1និកាយនឹងផ្ដល់រង្វាន់ដល់ពួកគេជាមួយនឹងកំណត់ទ្រព្យអាយុវែងទោះជាយ៉ាងណាក៏ដោយបច្ចុប្បន្ននិកាយសម្អាតធូបបុរាណបានធ្លាក់ចុះហើយការផ្ទុកកំណត់ទ្រព្យរបស់ពួកគេគឺមានដែនកំណត់ប្រសិនបើពួកគេត្រូវផ្ដល់រង្វាន់សម្រាប់កំណត់ទ្រព្យអាយុវែងទៅដល់សិស្សខាងក្រៅផងដែរនោះឃ្លាំងកំណត់ទ្រព្យរបស់និកាយទាំងអស់នឹងមិនអាចទ្រាំទ្របានឡើយតួនាទីដ៏សំខាន់របស់កំណត់ទ្រព្យអាយុវែងគឺដើម្បីពន្យាអាយុជីវិតរបស់មនុស្សម្នាក់នៅចិញ្ចើមឈាមរបស់ពួកគេកំណត់ទ្រព្យអាយុវែងនិងឧបករណ៍នៃជោវាសនាគឺជាកំណត់ទ្រព្យចំនួន2របស់អ្នកដាំដុះភាគច្រើនសុទ្ធតែមានកំណត់អាយុវែងក៏ដូចជាឧបករណ៍នៃជោវាសនាលីជាយេបានបើកប្រអប់ពីបុរាណនោះហើយនៅខាងក្នុងប្រអប់នោះគឺមានវត្ថុចំនួន2ដោយដេកដូចជាគុជឈាមពីដំណក់ហាក់ដូចជាធម្មតាព្រោះវាត្រូវបានបង្កើតឡើងដោយការរួមតូចនៃឈាមស្រស់ចំនួន2ដំណក់ទោះជាយ៉ាងណាក៏ដោយដោយសង្កេតមើលយ៉ាងយកចិត្តទុកដាក់គេឃើញថាគុជឈាមទាំងពីរហាក់ដូចជាលាក់បាំងនៅថាមពលឈាមគ្មានទីបញ្ចប់វាដូចជាពួកវាគឺជាសមុទ្រឈាមដ៏ធំចំនួន2លើសពីនេះគុជឈាមទាំងពីរនេះគឺខុសគ្នាគុជឈាមមួយហាក់ដូចជាមានព្រះអាទិត្យពណ៌មាសរាងជារង្វង់ដែលឡើងយឺតយឿនខណៈពេលដែលគុជឈាមមួយទៀតគឺស្រដៀងទៅនឹងព្រះច័ន្ទអានកំបាំងជារង្វង់ដែលបានអណ្ដែតឡើងចុះដោយមិនឈប់ឈរគាត់បានចាប់គុជឈាមធម្មតាពីរនៅក្នុងបាតដៃរបស់គាត់នៅពេលដែលគាត់បាននិយាយថាសមុទ្រឈាមយិនយ៉ាងលីជីយេបានដកដង្ហើមធំយ៉ាងស្រទន់ហើយគាត់រំលឹកឡើងវិញនៅសមរភូមិបង្ហូរឈាមនៅឆ្នាំនោះហាក់ដូចជាទើបតែកាត់ឡើងកាលពីម្សិលមិញគាត់បានកាន់នៅឆន្ទៈឋានសួគ៌វាគឺជាទីបញ្ចុះសពហាមឃាត់ពីបុរាណដែលមានភាពសាហាវឃោរឃៅយ៉ាងខ្លាំងនៅក្នុងនាមជាកាយខ្មៅនៅក្នុងកំឡុងពេលនោះតម្រង់របស់គាត់កាន់តែមិនថិតថេរទោះជាយ៉ាងណាក៏ដោយគាត់នៅតែសង្ឃឹមថានឹងបានឃើញសមរភូមិលើកដំបូងរបស់មីណារ៉ានចំពោះអត្រេកអមតៈរូបណាសមរភូមិលើកទី1គឺមានសារៈសំខាន់ណាស់វាក៏ជាឱកាសមួយដើម្បីកែលម្អឆន្ទៈរបស់ឋានសួគ៌ផងដែរលីជាយេបានជ្រើសរើសទីបញ្ចុះសពបុរាណហាមឃាត់មួយសម្រាប់មីណារ៉ានទោះបីជានៅពេលនោះលីជាយេមិនបានដឹកនាំកងទ័ពដោយផ្ទាល់ក៏ដោយក៏គាត់នៅតែមើលឈុតឆាកឃាតកម្មនៃសមរភូមិនេះនៅពេលដែលពេលមេឃធ្លាក់ចុះមកហើយផែនដីបានហែកចេញសម្រាប់មនុស្សរហូតដល់ចំណុចដែលព្រះអាទិត្យនិងព្រះច័ន្ទបាត់បង់រស្មីនៅក្នុងឆ្នាំនោះនៅក្នុងកំឡុងពេលសមរភូមិនេះដំបូលឋានសួគ៌ត្រូវបានបំបែកហើយទីលានចំនួន10000ត្រូវបានជន់ឈ្លីនៅទីបញ្ចប់អធិរាជអមតៈមីណារ៉ានដោយមានសេះរបស់គាត់បានដឹកនាំការវាយប្រហារទម្លុះចូលក្នុងជម្រៅទីជ្រៅនៃទីបញ្ចុះសពហាមឃាត់ពីបុរាណនៅឆ្នាំនោះនៅក្នុងទីបញ្ចុះសពហាមឃាត់ដ៏ជ្រៅបំផុតមួយវត្ថុមួយក្នុងចំណោមវត្ថុដែលត្រូវបានរឹបអូសគឺជាប្រអប់ពីបុរាណនេះដែលនៅចំពោះមុខគាត់នៅឆ្នាំនោះលីជាកំពុងតែលងលក់តាមទស្សនៈផ្ទាល់ខ្លួនរបស់គាត់សង្ឃឹមថាអត្រេកអមតៈមីណារ៉ាននឹងប្រើប្រាស់សមុទ្រឈាមយិនយ៉ាងដើម្បីបង្កើតកំណត់ទ្រព្យអាយុវែងរបស់អត្រេកអមតៈដែលជាកម្មសិទ្ធិរបស់គាត់ប៉ុណ្ណោះទោះជាយ៉ាងណាក៏ដោយសារតែអត្រេកអមតៈមីណារ៉ានបានទទួលយកឆន្ទៈនៃឋានសួគ៌គាត់មានទំនុកចិត្តទាំងស្រុងលើខ្លួនឯងគាត់ផ្ទាល់មានកំណត់ទ្រព្យអាយុវែងដែលគួរឲ្យភ័យខ្លាចរួចទៅហើយដូច្នេះគាត់មិនព្រមខ្ជិះខ្ជាយកំណត់ទ្រព្យនេះនោះទេនៅទីបញ្ចប់គាត់បានផ្ដល់រង្វាន់ដល់ព្រះអម្ចាស់ដ៏បរិសុទ្ធទាំង9ដែលបានខិតខំប្រឹងប្រែងបំផុតនៅក្នុងសមរភូមិនេះជាការស្ងើចសរសើរក្រោយមកលីជាយេបានចូលដេកលងលក់ហើយក៏មិនបានសួរនាំបន្ថែមពីរឿងនេះទេគាត់សន្មតថាពួកដ៏បរិសុទ្ធទាំង9បានប្រើសមុទ្រឈាមយិនយ៉ាងរួចហើយដើម្បីបង្កើតកំណត់ទ្រព្យអាយុវែងរបស់គាត់រហូតដល់ពេលដែលគាត់នៅពេលនេះគាត់បានដឹងថាពួកដ៏បរិសុទ្ធទាំង9មិនបានប្រើប្រាស់កំណត់ទ្រព្យនេះទេនៅពេលដែលគាត់បានបើកទ្វារភ្លាមគាត់ក៏យល់ថានៅពេលដែលពួកបរិសុទ្ធទាំង9បានប្រាប់គាត់ឲ្យថែរក្សាច្រកទ្វារបិសាចទាំង9នាពេលខាងមុខហើយថាគាត់បានបន្សល់ទុកនៅកំណត់ទ្រព្យដែលមិនអាចពិពណ៌នាបាននៅខាងក្នុងគាត់កំពុងតែសម្ដៅទៅកាន់សមុទ្រឈាមយិនយ៉ាងតឹងពេលលីជាយេបានទម្លាក់គុជឈាមពីរចូលទៅក្នុងកង់នៃជីវិតរបស់គាត់រាងកាយទាំងមូលរបស់គាត់បានញ័រភ្លាមនោះមានសមុទ្រឈាមពីរបានហុំព័ទ្ធកង់នៃជីវិតទាំងមូលរបស់គាត់ត្រឹមតែមួយប្រព្រឹត្តភ្នែកកង់នៃជីវិតរបស់គាត់បានឡើងក្រហមដោយពន្លឺភ្លឺចែងចាំងហើយវាបានហូរចូលទៅក្នុងរាងកាយទាំងមូលរបស់គាត់នៅក្នុងសមុទ្រឈាមថាមពលនៃជីវិតដ៏ខ្លាំងក្លាបំផុតបានលេចចេញមកភ្លាមនោះកង់នៃជីវិតរបស់គាត់ស្ទើរតែបែកខ្ញែងហ
ហើយវិមាននៃជោគវាសនាក៏คล้ายជាមិនថាត់ទេសម្បីតែរាងកាយរបស់គាត់ក៏បានរងទុក្ខដោយសារផលប៉ះពាល់នេះដែរធម្មពលជីវិតដ៏ច្រើនបានរុញទៅមុខដូចជាចង់បំបែករាងកាយរបស់លីឈីយេប៉ាំងប៉ាំងប៉ាំងនៅពេលនេះច្បាប់គុណសម្បត្តិព្រះអាទិត្យព្រះច័ន្ទវិលវល់ជាមួយនឹងរូបរាងកាយដ៏មានឥទ្ធិពលបំផុតបានទាក់ទាញសមុទ្រឈាមទាំងពីរដែលពោពេញដោយធម្មពលជីវិតជាមួយនឹងសក្តានុពលក្នុងអតិបរមារបស់វាដើម្បីនាំយកធម្មពលជីវិតពីសមុទ្រឈាមចូលទៅក្នុងកង់នៃជីវិតប្រសិនបើវាគឺជាច្បាប់គុណសម្បត្តិអាយុវែងផ្សេងទៀតជាទូទៅវានឹងមិនអាចទាញធម្មពលដ៏សំខាន់ប្រភេទនេះបានទេទោះជាយ៉ាងណាក៏ដោយប្រភពដើមនៃសមុទ្រឈាមយិនយ៉ាងអាចជន់លិចផ្ទៃមេឃទាំងមូលសម្បីតែអាត្រីអមតៈក៏នឹងចាប់អារម្មណ៍ដែរច្បាប់គុណសម្បត្តិព្រះអាទិត្យព្រះច័ន្ទវិលវល់នៅពេលដែលវឹកហាត់បច្ចុប្បន្ននេះមិនអាចប្រើប្រាស់ធម្មពលសំខាន់ទាំងអស់បានទេដូច្នេះវាមិនអាចផ្លាស់ទីទាំងអស់នៅក្នុងកង់នៃជីវិតបានទេភ្លាមនោះរលកធម្មពលដ៏ខ្លាំងក្លាបានជន់លិចរាងកាយរបស់លីឈីយេនិងវិមាននៃជោគវាសនាធម្មពលដ៏ខ្លាំងក្លានេះហ៊ាននឹងបំផ្លាញរាងកាយរបស់គាត់និងវិមាននៃជោគវាសនាក្នុងពេលមួយបរិចភ្នែននៅក្នុងពេលវេលាដ៏គ្រោះថ្នាក់នេះរូបរាងកាយអមតៈបង្ក្រាបឋានរੂរបស់លីឈីយេក៏បានផ្ទុះឡើងសម្លេងប៉ាំងក៏បានមកលើឡើងខ្លាំងដូចជាចង្វាក់ឋានរੂត្រូវបានអូខ្សែចង្វាក់ឋានសួរនីមួយៗមានធម្មពលដូចជាទាហាន1លាននាក់ដែលពួកវាម្នាក់បានបង្ក្រាបធម្មពលដ៏សំខាន់នេះដែលបានគ្របនៅលើផ្ទៃមេឃដោយប្រើវត្តមានដ៏គិតសង្កត់យ៉ាងខ្លាំងដើម្បីនាំយកធម្មពលចូលក្នុងរាងកាយរបស់លីឈីយេដោយបង្ខំគាត់បានដាក់សម្ពាធវាចូលទៅក្នុងរូបរាងកាយដ៏អស្ចារ្យរបស់គាត់ទន្ទឹមនឹងនេះនៅក្នុងវិមាននៃជោគវាសនារបស់លីឈីយេការប្រែប្រួលទាំង6របស់ខុនប៉ែងបានប្រែក្លាយទៅជាខុនប៉ែងដ៏ធំមួយវាបានបើកមាត់របស់វាហើយបានយកធម្មពលដ៏សំខាន់មួយផ្នែកធំដំណើរការលេបនេះគឺដូចជាខុនប៉ែងដែលបឺតយកក្នុងសមុទ្រទឹកគ្មានទីបញ្ចប់គ្រឹះតាវបានប្រែក្លាយទៅជាខុនប៉ែងធម្មពលដ៏សំខាន់របស់អស់ត្រូវបានស្រូបយកហើយបញ្ជូនទៅកាន់វិមាននៃជោគវាសនាប៉ិនភ្លាមនោះជោគវាសនាប៉ិននៅខាងក្នុងវិមាននៃជោគវាសនាបានក្លាយទៅជាភ្លឺចែងចាំងវាអស្ចារ្យណាស់ក្រោមការបង្ក្រាបនៃច្បាប់គុណសម្បត្តិព្រះអាទិត្យព្រះច័ន្ទវិលវល់ឋានរੂរួមរាងកាយអមតៈបង្ក្រាបឋានរੂនិងធាតុទាំង6ដូចជាការផ្លាស់ប្ដូរទាំង6របស់ខុនប៉ែងនៅទីបំផុតសមុទ្រឈាម2នៅក្នុងកង់នៃជីវិតរបស់លីឈីយេក៏បានស្ងប់ស្ងាត់ទៅវិញសមុទ្រឈាម2បានរួមបញ្ចូលគ្នាទៅជាតែមួយយិនមួយយ៉ាងមួយហាក់ដូចជាត្រីយិនយ៉ាងបានហាលដោយគ្មានការសម្រាកនៅក្នុងសមុទ្រឈាមនៅពេលនេះសមុទ្រឈាមយិនយ៉ាងកំពុងតែចិញ្ចឹមកង់នៃជីវិតរបស់លីឈីយេដោយពង្រឹងគាត់ជាមួយនឹងធម៌ពលនៃជីវិតកង់នៃជីវិតជាមួយនឹងឈាមនៃជីវិតបានលាងសម្អាតសាច់ដុំនិងចាំងនៃរាងកាយទាំងមូលរបស់លីឈីយេសរសៃឈាមជីវិតនីមួយៗត្រូវបានរីករាលដាលវាពេញខួរចាំងរបស់លីឈីយេវាផ្ដល់ឲ្យគាត់នូវអារម្មណ៍នៃរូបរាងកាយថ្មីមួយនៅពេលដែលលីឈីយេបានដកការវឹកហាត់របស់ខ្លួនចេញដោយមិនដឹងខ្លួនលីសួងយ៉ានក៏បានចេញមកក្រៅទ្វាររបស់គាត់នៅពេលនេះភ្នែកដ៏ស្រស់ស្អាតរបស់លីសួងយ៉ានបានសម្លឹងមើលទៅកាន់លីឈីយេយ៉ាងខ្លាំងនៅពេលនេះទឹកមុខរបស់លីសួងយ៉ានមានអារម្មណ៍ថារត់រំចូលចិត្តយ៉ាងខ្លាំងនៅពេលនាងបានសួរថាតើអ្នកកំពុងតែដាំដុះច្បាប់គុណសម្បត្តិបិសាចអ្វីដំបងឡើយនាងអង្គុយនៅក្នុងព្រះពន្លាផ្ទាល់ខ្លួនប៉ុន្តែភ្លាមនោះនាងមានអារម្មណ៍ថាមានធម៌ពលនៃជីវិតដ៏ធំធេងនិងពីបុរាណមួយដែលចាប់ផ្ដើមហូរចូលទោះជាយ៉ាងណាក៏ដោយភ្លាមនោះវាក៏បានបាត់ទៅវិញភាពប្រែប្រួលនេះគ្រាន់តែមួយផ្លែតប៉ុណ្ណោះប៉ុន្តែវាមិនអាចគេចផុតពីអារម្មណ៍ដ៏មុតស្រួចរបស់លីស៊ុងយ៉ានបានទេនាងបានដឹងថាភាពប្រែប្រួលនេះគឺមកពីរាងកាយរបស់លីឈីយេដោយសារធម៌ពលនៃជីវិតនិងធម៌ពលឈាមមានធម៌ពលខ្លាំងពេកវាធ្វើឲ្យមានការសង្ស័យដល់លីស៊ុងយ៉ាននាងកថាគាត់កំពុងតែអនុវត្តនៅបច្ចេកទេសបិសាចប្រឈមមុខនឹងសំណួររបស់លីស៊ុងយ៉ានលីឈីយេគ្រាន់តែញញឹមរួចគាត់ក៏បាននិយាយដោយស្ងប់ស្ងាត់ថាតើខ្ញុំត្រូវការដាំដុះនៅបច្ចេកទេសបិសាចមែនទេលីស៊ុងយ៉ានដោយទឹកមុខភ្ញាក់ផ្អើលបានសម្លឹងមើលទៅកាន់លីឈីយេមួយសន្ទុះនៅទីបញ្ចប់នាងមិនបានសួរពីអ្វីបន្ថែមទៀតនោះទេរួចនាងក៏បានងាកចេញទៅវិញការណែនាំតាមរបស់លីឈីយេនិងការមកខាត់របស់គាត់ផ្ទាល់ក៏បានដំណើរការទៅដល់រលូនមួយខែទៀតក៏បានកន្លងផុតទៅយ៉ាងលឿនពេលមួយពេលនេះណានហួយរ៉ែមិនដែលបានបង្ហាញខ្លួននោះទេហើយអ្នកការពារមើលក៏មិនបានបង្ហាញខ្លួនដែរនៅក្នុងកំឡុងពេលនោះណានហួយរ៉ែនគឺជាឯកអគ្គរដ្ឋទូតនៃនិកាយមួយផ្សេងទៀតដូច្នេះទោះបីជាគាត់មិនមានវត្តមានក៏ដោយលីឈីយេមិនមានការភ្ញាក់ផ្អើលនោះទេទោះជាយ៉ាងណាក៏ដោយចំពោះអ្នកការពារមើលវាគឺហូរពីការរំពឹងទុករបស់លីឈីយេបន្តិច
ដោយបានឃើញលីជាយេណានហួយរ៉ានក៏បានទៅដោតដៃចូលគ្នាហើយគាត់ក៏បានញញឹមរួចក៏បាននិយាយឡើងថាអូសិស្សច្បងអ្នកឈរខ្ពស់ហើយមើលឃើញឆ្ងាយជាមួយនឹងការយល់ដឹងដ៏ស៊ីជម្រៅអ្នកបានយល់ពីតៅដ៏អស្ចារ្យបានយ៉ាងល្អអ្នកបង្រៀនបច្ចេកទេសដ៏បរិសុទ្ធដ៏អានកម្បាំងមួយបានលីជាយេបានសម្លឹងមើលគាត់នៅពេលដែលគាត់បាននិយាយថាដោយសារអ្នកនៅក្បែរខ្ញុំដើម្បីដោះស្រាយបញ្ហារួចហើយឈប់លេងសើចទៀតទៅបានអ្នកឃ្លានហើយគ្រាន់តែប្រញាប់ប្រញាល់ទៅបញ្ចេញខ្យល់ចេញទៅមុខរបស់ណានហុយរ៉ានឡើងក្រហមប៉ុន្តែទឹកមុខរបស់គាត់នៅតែធម្មជាតិគាត់ពិតជាមនុស្សម្នាក់ដែលជឿថាអាវដៃវែងនឹងជួយមនុស្សម្នាក់រាំបានយ៉ាងស្រស់ស្អាតគាត់បានញញឹមហើយក៏បាននិយាយថាប្អូនប្រុសម្នាក់នេះសូមឲ្យបងប្រុសផ្ដល់យោបល់ខ្លះដល់ខ្ញុំអំពីការដាំដុះលីជាយេបានសម្លឹងមើលទៅកាន់ណានហុយរ៉ានបន្ទាប់មកអ្នកការពារម៉ូតនៅម្ខាងឬគាត់ក៏បាននិយាយដោយស្ងប់ស្ងាត់ថានេះគឺជាគំនិតរបស់អ្នកការពារម៉ូតដោយលីជាយេបានដឹងរឿងនេះមុខរបស់អ្នកការពារម៉ូតក៏បានឡើងក្រហមក៏មិនអាចជួយអីបានក្រៅពីញញឹមដោយកម្លាំងចិនឬក៏បាននិយាយឡើងថាខ្ញុំគ្រាន់តែចង់ស្ដាប់មតិយោបល់ដ៏ឆ្លាតវៃរបស់អ្នកប៉ុណ្ណោះតាមពិតទៅនៅក្នុងកំឡុងពេលនៃការបង្រៀនតៅរបស់លីជាយេណានហុយរ៉ាននៅខាងក្រៅនៃកាយម្យ៉ាងវិញទៀតអ្នកការពារម៉ូនៅទីនេះហើយគាត់បានលើការបង្រៀនតៅរបស់លីជាយេដោយអចេតនាគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីព្រោះច្បាប់គុណសម្បត្តិប្រធានដូចជាច្បាប់គុណសម្បត្តិរូបរាងត្បូងថ្មសម្បីតែគ្រូរបស់គាត់ក៏មិនអាចផ្សព្វផ្សាយដោយសម្លេងដូចជាតៅដ៏អស្ចារ្យបានដែរការលើដោយចែកដល់នៅការបង្រៀនរបស់លីជាយេបានផ្ដល់ឲ្យគាត់នៅអត្ថប្រយោជន៍យ៉ាងច្រើនដូច្នេះរឿងនេះបានធ្វើឲ្យអ្នកការពារម៉ូចាប់អារម្មណ៍នៅពេលនេះពីទស្សនៈរបស់គាត់លីជាយេមានការយល់ដឹងដ៏អស្ចារ្យទាក់ទងទៅនឹងការបង្រៀនតៅគាត់ខ្លាចថាគ្មានអ្នកណាគេម្នាក់អាចប្រៀបធៀបជាមួយគាត់បាននៅក្នុងនិកាយសម្អាតធុបរាននោះទេគាត់ចង់ត្រូវបានពិនិត្យដោយលីជាយេដែរដោយដែលគាត់បានធ្វើជាមួយនឹងសិស្សនៅកំពូលភ្នំសម្អាតថ្មទោះជាយ៉ាងណាក៏ដោយនៅទីបញ្ចប់គាត់គឺជាអ្នកការពារដោយសារគាត់ផ្ទាល់គឺជាមនុស្សនិយាយតែងគាត់មិនដឹងពីរបៀបដោះស្រាយជាមួយនឹងមនុស្សនោះទេដូច្នេះគាត់មិនដឹងពីរបៀបស្នើសុំទៅកាន់លីជាយេនោះទេនេះជាមូលហេតុដែលបន្តពីការត្រឡប់មកវិញរបស់ណានហួយរ៉ានគាត់បានសុំឲ្យណានហួយរ៉ានមកទីនេះភ្លាមដើម្បីសុំដំបូន្មានណានហួយរ៉ានបានរៀបចំកិច្ចការគ្រូរបស់គាត់បានយ៉ាងរហ័សគាត់បានញញឹមហើយក៏បាននិយាយថាហេលោកគ្រូបាននិយាយថាសមត្ថភាពរបស់សិស្សច្បងគឺពិតជាអស្ចារ្យណាស់ដូច្នេះបងប្រុសម្នាក់នេះនឹងសុំដំបូន្មានខ្លះពីអ្នកដោយមុខក្រាស់លីជាយេមិនបានសម្លឹងមើលទៅកាន់ណានហួយរ៉ាននោះទេគាត់សម្លឹងមើលទៅកាន់អ្នកការពារម៉ូហើយក៏បាននិយាយដោយត្រជាក់ឡើងថាពួកយើងគឺជាគ្នាឯងបើមានបញ្ហាអីកើតឡើងចូលនិយាយដោយត្រង់ចុះនៅទីនេះគាត់មិនមានពាក្យអ្វីផ្សេងទៀតនោះទេអ្វីដែលនៅសល់គឺសម្រាប់ពេលហើយអ្វីដែលនៅសេសសល់គឺសម្រាប់ពួកគេពិចារណាអ្នកការពារម៉ូអាចមើលឃើញពីអនាគតរបស់គាត់ពីពាក្យទាំងនេះនៅពេលដែលពួកគេបានចូលរួមជាមួយលីជាយេដោយមានប្រយោគទៅកាន់យូហឺដោយមានប្រយោគមួយទៅកាន់យូហឺលីជាយេបានជំរុញឋានៈរបស់ពួកគេនៅពេលនេះលីជាយេកំពុងតែនិយាយពាក្យបែបនេះទោះបីជាអ្នកការពារម៉ូល្ងងក៏ដោយគាត់នៅតែអាចយល់ពីផលវិបាកនៅពីក្រោយពួកគេលីជាយេក៏បាននិយាយថាអ្វីដែលអ្នកទាំងពីរកំពុងតែអនុវត្តគឺច្បាប់អធិរាជតូចដែលជាពពកពណ៌ស្វាយមែនទេលីជាយេបានសម្លឹងមើលទៅកាន់គ្រូនិងសិស្សនៅពេលដែលគាត់បាននិយាយពាក្យបែបនេះអ្នកការពារម៉ូបានងក់ក្បាលម្ដងហើយម្ដងទៀតនៅពេលដែលគាត់បានឆ្លើយតបថាបានត្រឹមត្រូវហើយនៅពេលនេះខ្ញុំបានកើនឡើងដល់កម្រិតទី9ប៉ុន្តែការឈានទៅដល់កម្រិតខ្ពស់ជាងនេះគឺពិតជាពិបាកពេកហើយក្នុងនាមជាអ្នកការពារនៃនិកាយសម្អាតធុបរានសមត្ថភាពរបស់អ្នកការពារម៉ូក្នុងចំណោមអ្នកការពារមិនមែនជាកម្រិតខ្ពស់បំផុតនោះទេទោះជាយ៉ាងណាក៏ដោយគាត់បានវឹកហាត់ឲ្យឈប់ឈរដោយគ្មានការសម្រាកដូច្នេះការវឹកហាត់របស់គាត់បានកើនឡើងដល់កម្រិតទី9គាត់ក៏បានបន្តទៀតថាច្បាប់គុណសម្បត្តិតូចនៅទីបំផុតនៅតែតូចដដែលដើម្បីដាំដុះនៅឆន្ទៈឋានសួគ៌ហើយឈានដល់កម្រិតទី7នេះមិនមែនជារឿងដែលងាយស្រួលនោះទេកម្រិតទី7គឺជាព្រំដែនសម្រាប់អ្នកវឹកហាត់នៅពេលដែលពួកគេបានឈានដល់កម្រិតមួយនេះការបោះជំហានបន្ថែមមួយជំហានទៀតវាពិបាកជាងការចាប់យកតែមេទៅទៀតនៅឋានៈនេះវាមិនត្រឹមតែអាស្រ័យលើសមត្ថភាពនិងទេពកោសល្យរបស់មនុស្សម្នាក់ប៉ុណ្ណោះទេប៉ុន្តែវាក៏អាស្រ័យលើច្បាប់គុណសម្បត្តិរបស់មនុស្សម្នាក់កំណត់ទ្រព្យដ៏អស្ចារ្យនៃឋានសួគ៌និងទិដ្ឋភាពផ្សេងជាច្រើនផ្សេងទៀតលីជាយេក៏បានតទៀតថាពពកពណ៌ស្វាយគឺជាច្បាប់គុណសម្បត្តិតូចតាចដែលមានប្រភពមកពីច្បាប់គុណសម្បត្តិអតិរិកសំខាន់ដែលជាព្រះអាទិត្យពណ៌ស្វាយនៃយ៉ាងទាំងដំ
ในនិកាយសម្អាតធុបបុរាណការឈានដល់កម្រិតទី7ប្រសិនបើមនុស្សម្នាក់ដាំដុះនៅព្រះអាទិត្យពណ៌ស្វាយយ៉ាងទាំងដំនៅវានឹងស្រដៀងទៅនឹងនាគដែលមកជួបជុំជាមួយខ្លាទឹកនិងភ្លើងរួមបញ្ចូលគ្នានៅកម្លាំងនិងការដាំដុះរបស់ពួកគេនឹងកើនឡើងរួមបញ្ចូលគ្នានៅកម្លាំងហើយការដាំដុះរបស់ពួកគេនឹងកើនឡើងលើបែបនេះអ្នកការពារមកបានសើចដោយអស់សង្ឃឹមមុននឹងគាត់បានដកដង្ហើមធំយ៉ាងស្រទន់នៅពេលដែលគាត់បានសួរថាប្រសិនបើនិកាយនេះនៅតែមានច្បាប់គុណសម្បត្តិព្រះអាទិត្យពណ៌ស្វាយយ៉ាងទាំងដំតើខ្ញុំអាចទៅជាបែបនេះមែនទេណានហូរ៉ានក៏បាននិយាយយ៉ាងមមាញឹកផងដែរថាសិស្សច្បងមានរឿងមួយដែលសិស្សច្បងមិនដឹងខ្ញុំបានលើពីគ្រូរបស់ខ្ញុំថាច្បាប់គុណសម្បត្តិព្រះអាទិត្យទាំងដំយ៉ាងពណ៌ស្វាយរបស់ពួកយើងនៅក្នុងនិកាយគឺមានចំណុចខ្វះខាតដែលមិនពេញលេញហើយវាមិនត្រូវបានបញ្ចំដល់កម្រិតដ៏គួរឲ្យភ័យខ្លាចនោះទេគ្មាននរណាម្នាក់ហ៊ានគ្រាន់តែដាំដុះវានោះទេគ្រូរបស់ខ្ញុំបានបដូរទៅជាច្បាប់គុណធម៌ផ្សេងនៅពេលដែលគាត់បានឈានដល់កម្រិតទី7នៅឆ្នាំនោះដើម្បីឈានដល់កម្រិតខ្ពស់ជាងនេះពេលដូច្នេះលីជាយាយក៏បានសម្ចឹងកិនច្បាប់គុណសម្បត្តិព្រះអាទិត្យយ៉ាងទាំង10ពណ៌ស្វាយត្រូវបានបង្កើតឡើងដោយអត្រិតមានរ៉ានដោយផ្ទាល់ហើយវាមានធម៌ពលណាស់នៅពេលនេះច្បាប់គុណសម្បត្តិអត្រិតនេះថែមទាំងត្រូវបានបាត់បង់ដោយនិកាយសម្អាតធម៌បុរាណទៀតផងតាមពិតទៅលីជាយាយអាចរកឃើញការចងចាំអំពីច្បាប់គុណសម្បត្តិព្រះអាទិត្យយ៉ាងពណ៌ស្វាយទាំង10ម្ដងទៀតនេះមិនមែនជារឿងពិបាកនោះទេមិនចាំបាច់មើលឃើញសភៅណែនាំព្រះអាទិត្យពណ៌ស្វាយយ៉ាងទាំង10ដែលមិនទាន់ពេញលេញនោះទេព្រោះគ្រាន់តែច្បាប់គុណសម្បត្តិអត្រិតតូចនៃបច្ចេកទេសនេះគឺគ្រប់គ្រាន់ហើយដើម្បីអាចទទួលបានការចងចាំរបស់គាត់អញ្ចឹងមានន័យថាបច្ចេកទេសទាំងអស់ហ្នឹងគឺលីជាយាយគាត់ចងចាំអីអញ្ចឹងណាអ្នកទាំងអស់គ្នាប៉ុន្តែគាត់ត្រូវតែយករឿងរ៉ាវនៅពេលបច្ចុប្បន្នឬក៏យកស្អីមួយធ្វើជាកាតាលីករដើម្បីស្ដារការចងចាំរបស់គាត់អញ្ចឹងណាហើយកន្លែងនេះអត់មានគឺពិបាកធ្វើមែនតើនៅស្អីបច្ចេកទេសវាច្រើនពេកអ្នកទាំងអស់គ្នាដល់ពេលចេញមកអញ្ចឹងទៅវាធ្វើឲ្យយើងពិបាកក្នុងការហៅវាអញ្ចឹងណាចឹងលើកដំបូងដូចបងប្អូនបានឃើញហើយអត់មានគឺពិបាកក្នុងការហៅមែនតើចឹងយើងតទៀតទៅទោះជាយ៉ាងណាក៏ដោយនៅពេលបច្ចុប្បន្ននេះលីជាយាយមានផែនការផ្សេងគាត់មិនមានសមត្ថភាពនៅពេលនេះដើម្បីផ្ដល់ឲ្យគ្រូនិងសិស្សនៅច្បាប់គុណសម្បត្តិព្រះអាទិត្យយ៉ាងពណ៌ស្វាយទាំង10ទាំងមូលនោះទេលីជាយាយបានញញឹមដោយទឹកមុខតាំងចិនគាត់ក៏បាននិយាយថាច្បាប់គុណសម្បត្តិព្រះអាទិត្យពណ៌ស្វាយយ៉ាងទាំង10ខ្ញុំសូមចាត់ផ្ដល់ថាក្នុងរយៈពេល1ឆ្នាំអ្នកទាំងពីរនឹងអាចអនុវត្តច្បាប់គុណសម្បត្តិព្រះអាទិត្យនៃយ៉ាងទាំង10ពណ៌ស្វាយបានយ៉ាងពេញលេញចំពោះអ្នកទាំងអស់គ្នាវិញលីជាយាយបានឈប់នៅត្រឹមនេះហើយសំណងមើលទៅកាន់គ្រូនិងសិស្សរួចគាត់បានញញឹមហើយក៏បាននិយាយតថាចំពោះច្បាប់គុណសម្បត្តិពណ៌ស្វាយគ្មានការតូនតែនៅទីនេះទេពីមុនខ្ញុំបានសង្កេតឃើញស្ថានភាពសំខាន់របស់អ្នករួចហើយគឺតារបស់អ្នកការពារមករឹងមាំហើយសាប៉ូណារ៉ានគឺរយៈបន្ទិញបន្តអនុវត្តច្បាប់នេះនៅពេលដែលគ្រឹះត្រូវបានពង្រឹងនោះអ្នកនឹងអនុវត្តច្បាប់គុណសម្បត្តិព្រះអាទិត្យយ៉ាងពណ៌ស្វាយទាំង10នេះនឹងដូចជាការធ្វើទិញប៉ុន្តែអ្នកចំណេញបានច្រើនពាក្យសម្ដីរបស់លីជាយាយបានធ្វើឲ្យគ្រូនិងសិស្សបានមានការភ្ញាក់ផ្អើលជាខ្លាំងពាក្យសម្ដីទាំងនោះគឺមានទំនុកចិត្តយ៉ាងខ្លាំងពួកគេមិនអាចយល់ពីហេតុផលដែលគាត់មានទំនុកចិត្តក្នុងការនិយាយថាក្នុងរយៈពេល1ឆ្នាំពួកគេអាចដាំដុះច្បាប់គុណសម្បត្តិព្រះអាទិត្យយ៉ាងទាំង10ពណ៌ស្វាយបានពេញលេញមនុស្សម្នាក់ត្រូវតែដឹងថានិកាយសម្អាតធម៌បុរាណបច្ចុប្បន្នមិនមានច្បាប់គុណសម្បត្តិព្រះអាទិត្យពណ៌ស្វាយយ៉ាងទាំង10ពេញលេញនោះទេប្រសិនបើនេះគឺជាអ្នកផ្សេងទៀតពួកគេប្រកាសជានិយាយថាពេលនេះគឺឈួនហើយគ្រាន់តែលងលោមពួកគេប៉ុណ្ណោះទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីបានឃើញការបង្ហាញពីរឿងដ៏គួរឲ្យភ័យខ្លាចជាច្រើនរបស់លីឈីយេនៅការពីម៉ូនិងណានហួយរ៉ានមិនបានសង្ស័យលីឈីយេនោះទេរឿងតែមួយកូដដែលធ្វើឲ្យពួកគេភ្ញាក់ផ្អើលនោះគឺថារបៀបដែលលីឈីយេនឹងទទួលបានច្បាប់គុណសម្បត្តិព្រះអាទិត្យយ៉ាងពណ៌ស្វាយទាំង10ពេញលេញលីឈីយេបានប្រាប់ទៅកាន់គ្រូនិងសិស្សដែលព្រួយបារម្ភថាទោះបីជាអ្នកការពារម៉ូបានឈានដល់ចំណុចកកស្ទះក៏ដោយក៏នៅតែមានវិធីសាស្ត្រមួយដើម្បីបំបែកចំណុចការកកស្ទះនេះនៅពេលអ្នកកំពុងតែអនុវត្តច្បាប់គុណសម្បត្តិពណ៌ស្វាយនៅពេលព្រឹងសរុបយកព្រះអាទិត្យនៅពេលរសៀលទាញយកសារធាតុនៅក្នុងពពងហើយអណ្ដាតភ្លើងយ៉ាងរស់រវើកពីព្រះអាទិត្យនិងសារធាតុជីវិតនាពេលរសៀលផ្សំជាមួយនឹងធម៌ពលធម្មជាតិរបស់ពិភពលោកហើយបន្តមកប្រែក្លាយវាទៅជាឈាមអាយុវែងនេះគឺជាផ្លូវការផ្សេងទៀតសម្រាប់ច្បាប់គុណសម្បត្តិពពកពណ៌ស្វាយអ្នកទាំងពីរ
អាចធ្វើការអនុវត្តនេះបានបន្ទាប់ពីបានលើការរៀបរាប់របស់គាត់គ្រូនិងសិស្សក៏បានយល់ព្រមតាមមតិយោបល់របស់គាត់ហើយពួកគេទាំងពីរក៏បាននិយាយថាពួកយើងនឹងព្យាយាមនៅពេលបន្តិចទៀតនេះប៉ុន្តែសូម្បីតែក្នុងរយៈពេលពី3ថ្ងៃក៏ដោយទោះបីជាអ្នកការពារមកមិនបានមកក៏ដោយណានហ៊ុយរ៉ានបានឡើងចុះឡើងដោយក្តីរំភើបគាត់បានប្រាប់លីជាយេដោយការរីករាយថាសិស្សច្បងរឿងនេះអាចកំបាំងពេកហើយខ្ញុំបានធ្វើតាមការណែនាំរបស់អ្នកពីរបៀបអនុវត្តច្បាប់គុណសម្បត្តិមួយនេះវាពិតជាធ្វើបានតែជាងមុនវាពិតជាការធ្វើទៅជាងមុនខណៈពេលដែលទទួលបាននូវអត្ថប្រយោជន៍ច្រើនជាងមុនការអនុវត្តមួយថ្ងៃគឺច្រើនជាងការវឹកហាត់ធម្មតារបស់ខ្ញុំពី5ទៅ6ថ្ងៃសិស្សច្បងតើសិស្សច្បងគិតឃើញពីវិធីសាស្ត្រនេះដោយរបៀបណាសិស្សច្បងមិនបានអនុវត្តច្បាប់គុណសម្បត្តិបបោពណ៌ស្វាយនោះទេលទ្ធផលបែបនេះបានធ្វើឲ្យណានហ៊ុយរ៉ានមិនជឿតាមពិតទៅគ្រូរបស់គាត់ក៏មានអារម្មណ៍ថាវាមិនអាចទៅរួចដែរលទ្ធផលនេះបានធ្វើឲ្យពួកគេភ្ញាក់ផ្អើលលីជីយេបានចង្អុលបង្ហាញត្រឹមតែមួយឬពីរប្រយោគប៉ុណ្ណោះប៉ុន្តែពេលទាំងនោះបានផ្ដល់ឲ្យពួកគេនៅផ្លូវមួយដែលពួកគេមិនធ្លាប់បានឮឬឃើញពីមុនមកលីជីយេក៏បាននិយាយដោយមិនខ្វល់ខ្វាយឡើងថាខ្ញុំគ្រាន់តែប្រើប្រាស់ម្រាមដៃរបស់ខ្ញុំដើម្បីគណនាប៉ុណ្ណោះជាការប៉ុណ្ណាណានហ៊ុយរ៉ានបានជឿលើការគណនាដោយប្រើប្រាស់ម្រាមដៃនោះទេបញ្ហានេះពិតជាមិនអាចទៅរួចនោះទេសូម្បីតែគ្រូរបស់គាត់គឺព្រឹទ្ធាចារ្យសុនក៏មិនដឹងពីវិធីសាស្ត្រនេះដែរហើយដើម្បីបានជាលីជាយេដឹងព័ត៌មានជាក់លាក់បែបនេះទោះជាយ៉ាងណាក៏ដោយប្រសិនបើលីជាយេមិនចង់បង្ហាញនៅព័ត៌មានបន្ថែមទៀតនោះទេនោះណានហ៊ុយរ៉ាននឹងមិនហ៊ានសួរបន្ថែមទៀតទេដោយនៅជាមួយលីជាយេអស់រយៈពេលយ៉ាងយូរបែបនេះគាត់បានចាប់ផ្ដើមយល់ពីចរិតរបស់លីជាយេបន្តិចម្ដងលីជាយេបានចង្អុលបង្ហាញតំបន់មានមួយចំនួនសម្រាប់គ្រូនិងសិស្សគាត់មិនគិតថាសម្បីតែមួយខែក៏បានកន្លងផុតទៅហើយអ្នកការពារមកបានណែនាំអ្នកផ្សេងទៀតឲ្យមករកលីជាយេដើម្បីទទួលបានការបង្រៀនពីតាវរួចហើយនោះទេមនុស្សម្នាក់នេះគឺជាគ្រូរបស់អ្នកការពារមកហើយគាត់ក៏ត្រូវបានគេស្គាល់ថាជាព្រឹទ្ធាចារ្យសុនដែលជាព្រឹទ្ធាចារ្យម្នាក់ក្នុងចំណោមព្រឹទ្ធាចារ្យទាំង6នាក់ការវឹកហាត់របស់គាត់គឺគ្រប់គ្រាន់ដើម្បីទទួលបានងារជាវីរបុរសកម្រិតទី11អ្នកទាំងអស់គ្នាមែនទេកម្រិតទី10ច្រឡំរហូតពាក់ព័ន្ធនឹងកម្រិតច្រើនពេកប្រសិនបើគេនិយាយថាព្រឹទ្ធាចារ្យម្នាក់នៃនិកាយសមាធិបុរាណដែលជាតួអង្គដ៏អស្ចារ្យម្នាក់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីក្លាយទៅជាវីរបុរសដែលមានឈ្មោះកំពុងសុំការណែនាំពីសិស្សចំនួនទី3នោះបញ្ហានេះពិតជាមិនអាចយល់បានឡើយតាមពិតទៅថ្មីនៃការវឹកហាត់របស់ព្រឹទ្ធាចារ្យសុនគឺមានបញ្ហាអ្នកការពារមកក្នុងនាមជាសិស្សរបស់គាត់ជាធម្មតាត្រូវទៅជួយគ្រូរបស់គាត់ដូច្នេះរឿងទី1ដែលបានផលឡើងក្នុងចិត្តរបស់គាត់គឺលីឈីយេជាការពិតណាស់ព្រឹទ្ធាចារ្យសុនគិតថាគំនិតរបស់សិស្សរបស់គាត់គឺពិតជាហួសហេតុពេកប្រសិនបើវាគឺជារឿងពីមុនព្រឹទ្ធាចារ្យសុននឹងស្ដីបន្ទោសអ្នកការពារមកភ្លាមទោះជាយ៉ាងណាក៏ដោយសប្តាហ៍ថ្ងៃនេះឋានៈរបស់អ្នកការពារមកគឺខុសគ្នាព្រឹទ្ធាចារ្យសុនក្នុងនាមជាគ្រូបានការពារនិងយកចិត្តទុកដាក់ចំពោះសិស្សរបស់គាត់ច្រើនជាងមុនអ្នកការពារមកបាននាំយកការណែនាំរបស់លីជាយេទាក់ទងនឹងច្បាប់គុណសម្បត្តិពពកពណ៌ស្វាយទៅ5ព្រឹទ្ធាចារ្យសុនបានសាកល្បងវាម្ដងហើយបានឃើញប្រសិទ្ធភាពរបស់វាដែលធ្វើឲ្យគាត់មានការភ្ញាក់ផ្អើលនៅទីបំផុតត្រង់ការត្អូញត្អែរបស់អ្នកការពារមកព្រឹទ្ធាចារ្យសុនក៏បានបោះបង់ចោលនៅមោទនភាពរបស់គាត់ហើយក៏បានមកកាន់កំពូលភ្នំឯកោរបស់លីជាយេដើម្បីស្នើសុំជំនួយទោះបីជាមានការមកដល់របស់អ្នកចាស់ទុំក៏ដោយលីជាយេនៅតែមិនខ្វល់ព្រឹទ្ធាចារ្យសុនមិនសប្បាយចិត្តជាមួយនឹងរឿងនេះនោះទេប៉ុន្តែគាត់នៅតែអាចស៊ូទ្រាំបានបច្ចុប្បន្ននេះសូម្បីតែកូនចៅនៃចរន្តទ្វារបិសាចទាំង9ដែលជាព្រះនាងនៃប្រទេសកូចាស់ក៏បានយកចិត្តទុកដាក់ចំពោះលីជាយេយ៉ាងខ្លាំងផងដែរក្នុងនាមជាព្រឹទ្ធាចារ្យក៏មិនអាចមានលទ្ធភាពធ្វើពតច្រើនពេកនោះទេលីជាយេក៏បានបណ្ឌិតមើលកង់នៃជីវិនពីមាននៃជវាសនានិងរូបរាងកាយរបស់ព្រឹទ្ធាចារ្យសុនបន្តមកគាត់ក៏បាននិយាយឡើងថាមូលដ្ឋានគ្រឹះតាំងរបស់ព្រឹទ្ធាចារ្យអាចចាត់ទុកថារឹងមាំទោះជាយ៉ាងណាក៏ដោយនៅឆ្នាំនោះនៅក្នុងកំឡុងពេលការឡើងឋានៈថ្មីអ្នកបានចង់បានភាពជោគជ័យខ្លាំងពេកហើយអ្នកបានបន្សល់ទុកនៅចំណុចខ្វះខាតនៅលើមូលដ្ឋានគ្រឹះតាំងរបស់អ្នកនៅពេលអ្នកឡើងមកកាន់កម្រិតទី9អ្នកបានបដូរច្បាប់គុណសម្បត្តិពពកពណ៌ស្វាយទៅជាច្បាប់គុណសម្បត្តិផារ៉ាកនគុណធម៌ផ្សេងទៀតនេះមិនមែនជាបញ្ហាធំដុំនោះទេអ្នកបានផ្លាស់ប្ដូរច្បាប់គុណសម្បត្តិពពកពណ៌ស្វាយទៅជាច្បាប់គុណសម្បត្តិផ្សេងទៀតនេះមិនមែនជាបញ្ហាធំដុំទេទោះបីជាច្បាប់គុណសម្បត្តិទាំងពីររួមបញ្ចូលគ្នាមិនល្អឥតខ្ចោះក៏ដោយប៉ុន្តែចំណុចកាន់
ប៉ុន្តែនៅចំណុចកាត់បន្ថយជីវិតនិងគ្រោះមហន្តរាយនៃជោគវាសនាវានឹងមិនមានគ្រោះថ្នាក់ដល់ជីវិតនោះទេវាសម្ដីរបស់លីជាយេពេលដែលបាននិយាយចេញមកបានធ្វើឲ្យពុទ្ធចារ្យសុនបានមានការភ្ញាក់ផ្អើលដំបូងឡើយក៏មិនបានកាត់ច្រានពីលីជាយេនោះទេប៉ុន្តែនៅពេលនេះលីជាយេបានធ្វើរោគវិនិច្ឆ័យគាត់ដូចជាគ្រូពេទ្យដែលកំពុងតែព្យាបាលជំងឺពុទ្ធចារ្យសុននៅពេលនេះពោពេញនឹងការភ្ញាក់ផ្អើលដែលមិនអាចពិពណ៌នាបានខណៈពេលដែលពុទ្ធចារ្យសុនកំពុងមានការភ្ញាក់ផ្អើលលីជាយេបានសម្លឹងមើលគាត់ហើយគាត់ក៏បាននិយាយថាការវឹកហាត់របស់អ្នកគឺជារោគរាងកាយពណ៌ក្រហមចៅចម្រាញ់ដែលត្រូវបានគេស្គាល់ផងដែរថាជារោគរាងកាយពណ៌ក្រហមចម្រាញ់ហើយអ្នកចង់ប្រែក្លាយរោគរាងកាយពណ៌ក្រហមចៅចម្រាញ់របស់អ្នកទៅជារោគរាងកាយនាគពណ៌ក្រហមពេលលើពាក្យរបស់លីជាយេមករបស់ពុទ្ធចារ្យសុនក៏បានឡើងក្រហមហើយគាត់ក៏បានក្អកដោយភាពអៀនខ្មាស់បន្ទាប់មកគាត់ក៏បាននិយាយថាខ្ញុំចង់សាកល្បងវាម្ដងឬពីរដងពុទ្ធចារ្យសុនគឺជារូបរាងកាយហួធានដោយធម្មជាតិជារូបរាងកាយពណ៌ក្រហមចម្រាញ់ដោយធម្មជាតិទោះជាយ៉ាងណាក៏ដោយគាត់ចង់ផ្លាស់ប្ដូររូបរាងកាយរបស់គាត់ទៅជាតម្រង់ខ្ពស់បំផុតគឺជាតម្រង់រូបរាងកាយនាគពណ៌ក្រហមលីជាយេក៏បានបង្ហាញពីចំណុចបញ្ហាដែលគាត់បានដឹងរួចហើយថាបញ្ហាគឺនៅក្នុងចង្ក្រានឋានសួគ៌របស់អ្នកបន្ទាប់ពីបានលើពាក្យរបស់លីជាយេប្រតិចារ្យសុនក៏បានក្រវីក្បាលភ្លាមហើយគាត់ក៏បានបដិសេធឡើងថាចង្ក្រានឋានសួគ៌របស់ខ្ញុំមែនទេវាមិនអាចទៅរួចនោះទេចង្ក្រានឋានសួគ៌របស់ខ្ញុំបានដើរតាមខ្ញុំអស់រយៈពេលរាប់រយឆ្នាំមកហើយខ្ញុំមានចង្ក្រានឋានសួគ៌នេះតាំងពីខ្ញុំនៅកម្រិតទី3ហើយខ្ញុំនៅតែប្រើវារហូតមកដល់ពេលនេះវាបានភ្ជាប់មកជាមួយនឹងការបង្កើតក្របថ្នាំរមិនអស់ហើយវាមិនដែលមានបញ្ហានោះទេលើបែបនេះលីជាយេក៏បាននិយាយដោយស្ងប់ស្ងាត់ថារូបរាងកាយរបស់អ្នកអនុញ្ញាតឲ្យចំណងភ្លើងរីចម្រើនហើយពេលខ្លះនៅពេលអ្នកស្រូបយកធម៌ពលយិនឈាមរបស់អ្នកមិនដំណើរការដោយគ្មានការរៀបរៀងតាមរយៈសរសៃឈាមរបស់អ្នកតើខ្ញុំត្រូវទេបើសិនបើអ្នកមិនជឿខ្ញុំនោះទេចូលយកចង្ក្រានឋានសួគ៌របស់អ្នកចេញមកដើម្បីឲ្យខ្ញុំអាចត្រួតពិនិត្យមើលវាបានវាសម្ដីរបស់លីជាយេបានធ្វើឲ្យពុទ្ធចារ្យសុនភ្ញាក់ផ្អើលព្រោះគាត់បាននិយាយថាគាត់មិនមានបញ្ហាអីនោះទេទោះជាយ៉ាងណាក៏ដោយលីជាយេបានបញ្ចេញនៅពាក្យផ្ទុយពីជំនឿរបស់គាត់តើគាត់អាចមិនភ័យខ្លាចដោយរបៀបណាខណៈពេលដែលមានការថប់បារម្ភនិងសង្ស័យពុទ្ធចារ្យសុនទីបំផុតបានយកចង្ក្រានឋានសួគ៌របស់គាត់ចេញចង្ក្រានឋានសួគ៌របស់គាត់គឺមានទំហំតូចដូចកណ្ដាប់ដៃហើយមានពោះ3ក្បាលដែលប្រសពគ្នានៅមាត់ចង្ក្រានបន្ទាប់ពីគាត់បានតាក់ទងជាមួយនឹងចង្ក្រានរបស់ប្រតិចារ្យសុនរួចរាល់លីជាយេបាននិយាយទាំងស្នាមញញឹមឡើងថាចង្ក្រានភ្លើងពោះ3ក្បាលខ្ញុំបានឃើញចង្ក្រានភ្លើងឋានសួគ៌ច្រើនណាស់ចង្ក្រានភ្លើងគឺពិតជាសំខាន់សម្រាប់អ្នកចម្រាញ់ថ្នាំគ្រប់គ្នាទោះបីជាមនុស្សម្នាក់មិនមែនជាអ្នកជំនាញខាងចម្រាញ់ថ្នាំក៏ដោយអ្នកវឹកហាត់ពាក្យច្រើននៅតែសាកល្បងស្វែងរកចង្ក្រានឋានសួគ៌ផ្ទាល់ខ្លួនចង្ក្រានឋានសួគ៌បាននិយាយសាមញ្ញទៅគឺជាចង្ក្រានសម្រាប់ចម្រាញ់ថ្នាំក្រំយ៉ាងណាមិញនៅពេលដែលមនុស្សម្នាក់ចម្រាញ់ថ្នាំក្រំពួកគេនឹងប្រើប្រាស់ដែកនិងថ្មដើម្បីឆ្លាក់ចង្ក្រានថ្នាំក្រំរបស់ពួកគេមានលក្ខណៈខាងវិញ្ញាណរៀងខ្លួនហើយมันអាចផលិតដោយឆ្នាំងដែកនិងថ្មធម្មតាបាននោះទេអ្នកដាំដុះត្រូវតែប្រើប្រាស់ចង្ក្រានឋានសួគ៌ដើម្បីចម្រាញ់ថ្នាំក្រំតាមពិតទៅចង្ក្រានឋានសួគ៌ទាំងនេះគឺជាចង្ក្រានធម្មជាតិចង្ក្រានទាំងនេះមានវិញ្ញាណនិងសូម្បីតែជីវិតផ្ទាល់ខ្លួននេះជាមូលហេតុដែលមានតែចង្ក្រានរបស់អ្នកដាំដុះប៉ុណ្ណោះដែលអាចត្រូវបានគេហៅថាចង្ក្រានឋានសួគ៌លីជាយេបានសង្កេតមើលចង្ក្រានពោះក្បីក្បាលរបស់ពុទ្ធចារ្យសុនដោយការប្រុងប្រយ័ត្នម្ដងហើយម្ដងទៀតនៅទីបំផុតដៃទាំងពីររបស់គាត់បានដាក់នៅលើកំពូលនៃចង្ក្រានហើយក៏បានស្រែកឡើងថាបើនៅពេលដែលពាក្យនោះទើបតែចេញមកចង្ក្រានភ្លើងពោះ3ក្បាលក៏បានចាប់ផ្ដើមលេចចេញមកពេលវាបានធ្លាក់មកលើអិនវាមិនត្រឹមតែធំប៉ុនកណ្ដាប់ដៃប៉ុណ្ណោះទេប៉ុន្តែវាក៏ស្រាប់តែមានចង្ក្រានដ៏ធំមួយដែលបានលេចចេញនៅក្នុងបន្ទំនេះគឺជាចង្ក្រានមួយដែលធំដូចតង់ផ្នែកខាងលើនៃចង្ក្រាននោះមានថាមពលពិភពធម្មជាតិដែលមានរាងដូចជាពស់វិញ្ញាណវិលវល់ទោះបីជាវាមិនមែនជាពស់ពិតក៏ដោយក៏វានៅតែមានអារម្មណ៍ថាវារស់រវើងពស់3ក្បាលបានបើកមាត់ធំរបស់វាហើយដាក់វានៅលើចង្ក្រាននៅពេលនេះមាត់ចង្ក្រានបានផ្ទុកកម្ដៅហើយមាត់របស់ពស់ទាំង3ក៏បានបញ្ចេញនូវក្លិនក្រអូបអសត់ផងដែរចង្ក្រានពស់3ក្បាលនេះគឺជាចង្ក្រានឋានសួគ៌របស់ពុទ្ធចារ្យសុនគ្មាននរណាម្នាក់ដឹងថាមានម្សៅរាងកាយថ្នាំនៃជីវិតនិងថ្នាំនៃជោគវាសនាប៉ុន្មានរាប់មិនអស់ដែលត្រូវបានចម្រាញ់នៅក្នុងចង្ក្រាននេះនោះទេមាត់ចង្ក្រានបានបញ្ចេញនូវរលកកម្ដៅជាបន្តបន្ទាប់នេះគឺជាអំណាចភ្លើងដើម
ដែលបញ្ចេញចេញពីរាងកាយរបស់ចង្ក្រានឋានសួគ៌នេះគឺជាដំណើរការសំខាន់មួយនៃការចម្រាញ់ថ្នាំគ្រាប់ក្លិនក្រអូបឱសថគឺជាកំណត់ទ្រព្យឱសថដែលលាក់ក្នុងខ្លួនរបស់ចង្ក្រានគុណភាពនៃការចម្រាញ់ថ្នាំគ្រាប់គឺពឹងផ្អែកយ៉ាងខ្លាំងទៅលើកំណត់ទ្រព្យឱសថមួយនេះលីជាយេបានសម្លឹងមើលជំវិញចង្ក្រានរួចគាត់ក៏បាននិយាយថាចង្ក្រានរបស់ប្រតិចាមួយនេះចរិតធម្មជាតិរបស់វាគឺជាអំណាចភ្លើងយ៉ាងហើយអំណាចភ្លើងនេះគឺជាអំណាចភ្លើងប្រភពណាំដែលត្រូវបានគេមើលឃើញជាទូទៅនៅពេលនេះភ្នែករបស់លីជាយេបានរំកិលហើយបន្តសង្កេតមើលគាត់ក៏បានតទៀតថាចង្ក្រានឋានសួគ៌នេះជាធម្មតាស្រូបយកនៅអំណាចភ្លើងផែនដីដើម្បីពង្រឹងអំណាចភ្លើងដាំរបស់វាអ្នកក៏តែងតែដាក់ថ្នាំខាមមានផ្សេងដើម្បីដាំកំណត់ទ្រព្យឱសថផងដែរតាមការសង្កេតឃើញរបស់ខ្ញុំថ្នាំដែលអ្នកបានឲ្យវាស៊ីគឺជារុក្ខជាតិដ៏អស្ចារ្យម្យ៉ាងតើខ្ញុំត្រូវទេបន្ទាប់ពីលីជាយេបាននិយាយចំរាងកាយរបស់ប្រតិចាសុនក៏បានញ័រខ្លួននៅពេលគាត់បានសួរថាតើអ្នកអាចដឹងដោយរបៀបណាលីជាយេក៏បាននិយាយដោយត្រជាក់ឡើងថាវាគ្រាន់តែជាការប្រើប្រាស់ម្រាមដៃរបស់ខ្ញុំដើម្បីធ្វើការទូទេប៉ុណ្ណោះក៏បន្តមើលទៅក្នុងចង្ក្រានបន្តមកក៏បាននិយាយឡើងទៀតថាទោះជាយ៉ាងណាក៏ដោយវាច្បាស់ណាស់ថាប្រតិចាសុនថ្មីនេះមិនបានបោះរុក្ខជាតិដ៏អស្ចារ្យចូលទៅក្នុងនោះទេប្រសិនបើការប៉ាន់ស្មានរបស់ខ្ញុំមិនខុសនោះទេប្រតិចាសុនថ្មីនេះបានចិញ្ចឹមចង្ក្រានជាមួយនឹងរុក្ខជាតិញាក់ភ្លើងយ៉ាងពិតប្រាកដតើខ្ញុំត្រឹមត្រូវដែរទេប្រតិចាសុនបានមានការភ្ញាក់ផ្អើលនៅពេលដែលគាត់បាននិយាយថាអ្នកតើអ្នកអាចដឹងរឿងបែបនេះដោយរបៀបណាហើយពាក្យសម្ដីរបស់គាត់គឺមិនអាចនិយាយចេញបានច្បាស់លាស់នោះទេដោយសារតែថ្មីនេះគាត់ចង់កែលម្អរាងកាយរបស់គាត់ជាមួយនឹងជំហានដ៏ធំមួយទៅមុខដើម្បីដាំដុះរូបរាងកាយអ្នកក្រហមជាមូលដ្ឋានគាត់បានចំណាយប្រាក់យ៉ាងច្រើនដើម្បីទិញរុក្ខជាតិញាក់ភ្លើងវាត្រូវបានចិញ្ចឹមនៅក្នុងចង្ក្រានដើម្បីពង្រឹងកំណត់ទ្រាំនៅឱសថរបស់គាត់យ៉ាងខ្លាំងគាត់ពិតជាមិននឹកស្មានដល់ថាលីជាយេអាចដឹងពីរឿងនេះនោះទេលីជាយេមិនបានឆ្លើយតបទៅនឹងប្រតិចាសុននោះទេក៏គ្រាន់តែនិយាយថាបញ្ហាគឺស្ថិតនៅក្នុងរឿងនេះត្រូវហើយប្រសិនបើអ្នកចង់ដាំដុះរូបរាងកាយអ្នកក្រហមរុក្ខជាតិញាក់ភ្លើងប៉ិនគឺជាគុណសម្បត្តិដ៏សមស្របទោះជាយ៉ាងណាក៏ដោយប្រតិចាសុនចង្ក្រានឋានសួគ៌របស់អ្នកតែងតែបរិភោគរុក្ខជាតិស្ទាំងយិនយ៉ាងអស់រយៈពេលរាប់រយឆ្នាំមកហើយកំណត់ទ្រព្យឱសថនៃចង្ក្រានឋានសួគ៌របស់អ្នកបានប្រមូលផ្ដុំលក្ខណៈឱសថយិនយ៉ាងច្រើនហើយខ្លឹមសារនៅក្នុងកំណត់ទ្រព្យឱសថគឺជាធម្មពលអំណាចភ្លើងយ៉ាងប៉ុន្តែរុក្ខជាតិញាក់ភ្លើងគឺជាកម្មសិនរបស់ធម្មពលយ៉ាងដ៏មានឥទ្ធិពលបែបនេះអ្នកស្រាប់តែចិញ្ចឹមវាដោយរុក្ខជាតិញាក់ភ្លើងធម្មពលយ៉ាងគឺមានឥទ្ធិពលរុក្ខជាតិញាក់ភ្លើងបានប៉ះពាល់ដោយផ្ទាល់ទៅលើកំណត់ទ្រាំឱសថចង្ក្រានឋានសួគ៌របស់អ្នកប្រសិនបើស្ថានភាពធ្ងន់ធ្ងរនៅវានឹងបំផ្លាញចង្ក្រានឋានសួគ៌របស់អ្នកហើយក្រោយមកនឹងប៉ះពាល់យ៉ាងខ្លាំងដល់គុណភាពនៃការចម្រាញ់ថ្នាំគ្រាប់អ្វីដែលសំខាន់ជាងនេះទៅទៀតរាងកាយរបស់អ្នកតែងតែត្រូវបានចម្រាញ់ដោយប្រើប្រាស់ចង្ក្រានកំណត់ទ្រាំនេះហើយវាធ្លាប់ប្រើប្រាស់ធម្មពលនៃអំណាចភ្លើងយ៉ានទោះជាយ៉ាងណាក៏ដោយនៅពេលនេះចង្ក្រាននោះស្រាប់តែបញ្ចេញនូវធម្មពលយ៉ាងដ៏មានឥទ្ធិពលដើម្បីចម្រាញ់រាងកាយរបស់អ្នកនេះបានបង្ក្រាបរូបរាងកាយភ្លើងយ៉ានរបស់អ្នកភ្លាមដោយបញ្ឈប់លំហូរឈាមរបស់អ្នកលីជាយេបាននិយាយឥតឈប់ឈរហាក់ដូចជាគាត់ទន្ទឹងចាំមន់វាហាក់ដូចជាគាត់គឺជាគ្រូនៅលើប្រធានបទនេះមិនត្រឹមតែធ្វើឲ្យអ្នកការពារមកខ្លាយជាមនុស្សល្ងងខ្លៅប៉ុណ្ណោះទេសូម្បីតែប្រតិចាសុនក៏ដូចគ្នាផងដែរនៅទីបំផុតលីជាយេបានសម្រេចចិត្តដោយចៃដន្យឡើងថាប្រតិចាសុនអ្នកត្រូវបានចាត់ទុកថាជាអ្នកជំនាញខាងចម្រាញ់ថ្នាំដ៏អស្ចារ្យពីរនាក់នៃនិកាយសម្បត្តិធុបុរាណអ្នកត្រូវតែដឹងអ្នកជំនាញខាងចម្រាញ់ថ្នាំមិនគួរផ្ដោតទៅលើធម្មពលនៃថ្នាំរបស់អ្នកតែមួយមុខប៉ុណ្ណោះទេប៉ុន្តែចំពោះចង្ក្រានឋានសួគ៌របស់អ្នកមនុស្សម្នាក់គួរតែការពារខ្លួនយ៉ាងខ្លាំងធម្មជាតិជាចង្ក្រានឋានសួគ៌ដែលមានធម្មពលអំណាចភ្លើងដើមនិងផ្កាភ្លើងអ្នកត្រូវតែចិញ្ចឹមវានេះគឺជាផ្នែកជ្រៅនៃការសិក្សាពីតៅក្នុងពេលជាមួយគ្នានេះនៅពេលដែលកំណត់ទ្រាំនៃឱសថត្រូវបានបង្កើតឡើងរុក្ខជាតិវិញ្ញាណអ្វីក៏ដោយដែលអ្នកចិញ្ចឹមវាបន្តពីនេះនឹងជាលក្ខណៈសម្បត្តិឱសថនៃកំណត់ទ្រព្យឱសថក៏ទាក់ទងដល់តលជាមួយនឹងវាផងដែរគុណភាពនៃគ្រាប់ថ្នាំជោគវាសនានិងវសារូបរាងកាយមិនត្រូវបានកំណត់ដោយជំនាញរបស់អ្នកជំនាញខាងអ្នកចម្រាញ់តែមួយមុខនោះទេប៉ុន្តែវាក៏អាស្រ័យលើថាតើចង្ក្រានឋានសួគ៌ល្អឬអាក្រក់ផងដែររឿងសំខាន់មួយទៀតគឺជាភាពស្និទ្ធស្នាលនៃអំណាចភ្លើងប្រភពដើមខ្លឹមសារនៃកំណត់ទ្រព្យឱសថ
និងសម្ភារៈឱសថនាពេលខាងមុខថាតើពួកគេមានចំនួនជាមួយគ្នាឬអត់នេះគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្ភារៈឱសថនិងការរៀបចំផែនការសម្រាប់ចង្ក្រានឋានសួគ៌នេះគឺជាផ្នែកសិក្សាដ៏ស៊ីជម្រៅមួយនេះទាមទារពេលវេលាដើម្បីប្រមូលផ្ដុំសម្រាប់ណាអ្នកចាត់តុងចង្ក្រានឋានសួគ៌គឺជាជីវិតទី2នោះអ្នកនឹងក្លាយទៅជាអ្នកជំនាញខាងចំណាញ់ថ្នាំដែលមានសមត្ថភាពលេជជេបាននិយាយអំពីចង្ក្រានឋានសួគ៌ភ្លាមរហូតដល់មាត់របស់ព្រឹទ្ធាចារ្យសុនបានប្រែទៅជាមូលហើយភ្នែករបស់គាត់ក៏ប្រែជាឆ្កួននៅពេលនេះសិស្សដែលនៅពីមុខគាត់មើលទៅមិនដូចជាសិស្សដែលមានអាយុ13ទៅ14ឆ្នាំដែលត្រូវតែចូលរួមជាមួយនឹងនិកាយនោះទេប៉ុន្តែផ្ទុយទៅវិញគាត់គឺជាអ្នកចំណាញ់ថ្នាំដ៏អស្ចារ្យម្នាក់ការនិយាយរបស់គាត់ទាក់ទងទៅនឹងចង្ក្រានឋានសួគ៌វាពិតជាមិនមែនជាពាក្យឈួតនិងគ្មានន័យនោះទេនៅទីបំផុតព្រឹទ្ធាចារ្យសុនក៏បាននិយាយឡើងថាបើអញ្ចឹងតើខ្ញុំគួរតែធ្វើអីដើម្បីកែតម្រូវវាដោយអចេតនាគាត់គឺជាព្រឹទ្ធាចារ្យប៉ុន្តែគាត់នៅតែមិនអាចជួយបានក្រៅពីស្នើសុំដំបូងមានពីលីជាយាយដោយការគោរពនោះទេលីជាយាយបានញញឹមហើយក៏បាននិយាយថាបញ្ហារបស់ព្រឹទ្ធាចារ្យសុនគឺមិនធ្ងន់ធ្ងរនោះទេហើយវាងាយស្រួលជួសជុលខ្លាំងណាស់ព្រឹទ្ធាចារ្យសុនត្រូវតែឈប់ឲ្យវាបរិភោគរុក្ខជាតិនាគភ្លើងប្រសិនបើព្រឹទ្ធាចារ្យសុនពិតជាចង់បានរូបរាងកាយនាគពណ៌ក្រហមពិតមែនខ្ញុំសូមណែនាំព្រឹទ្ធាចារ្យសុនឲ្យប្រើរុក្ខជាតិភ្លើងទន្លេដ៏អស្ចារ្យលក្ខណៈសម្បត្តិឱសថរបស់រុក្ខជាតិភ្លើងទន្លេដ៏អស្ចារ្យគឺស្រដៀងទៅនឹងរុក្ខជាតិសត្វស្ទាំងយិនយ៉ាងលើពីនេះទៅទៀតក៏ខ្ពស់ជាងមួយឋានៈផងដែរទោះជាយ៉ាងណាក៏ដោយរឿងសំខាន់បំផុតនោះគឺថារុក្ខជាតិភ្លើងទន្លេដ៏អស្ចារ្យស្គាល់រូបនាគស្គាល់រូបរាងកាយនាគក្រហមយ៉ាងច្បាស់ចឹងនៅត្រង់កន្លែងហ្នឹងប្រហែលជាបងប្អូនអាចពិបាកយល់ពាក្យប៉ុណ្ណឹងពាក្យថាយ៉ាងនិងពាក្យថាយ៉ានចឹងណាចឹងពាក្យយ៉ាងនៅត្រង់នេះគឺមិនមែនជាពាក្យដែលគេទៅសេខុសពីពាក្យយ៉ាងអីហ្នឹងទេតាមពិតពាក្យយ៉ាងនៅត្រង់ហ្នឹងគឺជាពាក្យដែលគេពីពណ៌នាពីភ្លើងអ្នកទាំងអស់គ្នាដែលភ្លើងហ្នឹងមានន័យថាគឺជារលកភ្លើងឬក៏អីចឹងទៅចឹងហើយនៅក្នុងហ្នឹងគឺអាចនឹងផ្លាយចំពោះផ្សេងក្រៅពីរឿងផ្សេងចឹងណារួមមានច្បាប់គុណសម្បត្តិច្បាប់អីចឹងទៅadmin ក៏ចង់បដូរដែរអ្នកទាំងអស់គ្នា admin ចង់បដូរហៅថាបច្ចេកទេសវិញចឹងណាដើម្បីឲ្យបងប្អូនងាយស្រួលយល់ចឹងពាក់ព័ន្ធនឹងវីដេអូនេះ admin ថ្ងៃនេះគឺអត់ស្រួលខ្លួនទេជឿក្បាលខ្លាំងមែនទែនអត់ដឹងថាមកពីមូលហេតុអីដែរចឹងទៅការធ្វើវីដេអូរៀងប្រហែលបន្តិចណាអ្នកទាំងអស់គ្នាចឹងបើសិនជាខុសត្រង់ណាសង្ឃឹមថាបងប្អូនអ្នកគាត់យកមកchia sẻផង admin សន្យាថានឹងវិលត្រឡប់មកជួបបងប្អូនម្ដងទៀតនៅក្នុងវីដេអូក្រោយសម្រាប់ពេលនេះ admin សូមគោរពលាបាយបាយ